សៀមវាយចូលដល់អង្គរប្រមូលទៅនៅក្បួនខ្នាតអស់ទៀតក្រោយមកដល់សម័យលង្វែកប្រកូនណាក្រោមការដឹកនាំដ៏ឆ្លៀសវៃប៉ិនប្រសពរបស់ប្រកូនណាព្រះបាទអង្គច័ន្ទរាជាព្រះអង្គឆ្លៀសព្រះអង្គបានប្រមូលអ្នកប្រាជ្ញតាមបណ្ដាលរាជធានីខេត្តផ្សេងៗឲ្យមកជួបជុំគ្នាចងក្រងនៅក្បួនខ្នាតទុកដាក់ក្នុងបន្ទាយបានកសាងវត្តដែលជុំវិញនេះវត្តមាន100តម្កល់ក្បួនខ្នាតក្នុងនោះក្រោយមកសម្ដេចព្រះនរេនសូរព្រះអង្គវាយមកបែកលង្វែកប្រមូលទៅអស់ទៀតខ្មែរនៅសល់អីក្បួនខ្នាតគេប្រមូល3ដងហើយចាមមិនប្រមូលទេដុតសៀមវាយចូលម្ដងទៀតប្រមូលដល់តែប្រមូលពីនគរនៅតាមខេត្តដល់ខេត្តប្រមូលបដាក់លង្វែកដល់គេវាយលង្វែកបែកមួយទៀតមានសល់អីទៀតអត់សល់ទេមកសួរបន្តិចទៅសល់ឬមិនសល់សល់តាណាសល់តាមវត្តទាំង100ដែលព្រះអង្គកសាងគេប្រមូលទៅពីប្រទេសឯងតែតាមវត្តអត់បានប្រមូលតែលោកទាំងឡាយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សានៅប្រពៃណីទំនៀមទម្លាប់នៅអរិយធម៌ជាខឿនវប្បធម៌ដោយមួយយ៉ាងជាឧទាហរណ៍ជាក់ស្ដែងថាក្នុងបរិវេណនៃទីក្រុងរាជធានីលង្វែកនេះបានផ្ដួចផ្ដើមធ្វើនៅកឋិនការមហាសាមគ្គីពេលដែលបានធ្វើនៅពិធីកឋិនផ្កាមហាសាមគ្គីនេះកើតឡើងការរួបរួមនៅប្រពៃណីជាច្រើនចម្រុះលំអនេះហើយជាការរស់ជាការរៀនជាការមាននៅអាយុជីវិតរបស់ខឿនវប្បធម៌អរិយធម៌ប្រពៃណីទំនៀមទម្លាប់និងជំនឿសាសនាបូកបញ្ចូលគ្នាលោកទាំងឡាយគិតមើលណាសម្ពុតកឋិនមិនចាំបាច់តាក់តែងស្កេកស្កះអីយ៉ាងនេះទេត្រឹមតែលោកទាំងឡាយយកតែស្បង់មួយជ័យវរមួយទៅវេប្រគេនចំពោះសង្ឃក្នុងថ្ងៃដែលគេប្រារព្ធធ្វើកឋិនទានត្រឹមតែវត្ថុប៉ុណ្ណោះឈ្មោះថាបានកើតជាកឋិនស្រេចបាត់ទៅហើយចុះហេតុអ្វីចាំបាច់លម្អដោយគ្រឿងដោយប្រដាប់ដោយផ្កាដោយភ្ញីលម្អយ៉ាងនេះព្រោះការលម្អនេះសបញ្ជាក់ឲ្យឃើញអំពីតម្លៃនៃវប្បធម៌ជាពិសេសប្រពៃណីទំនៀមទម្លាប់ជាជនមួយយើងទាំងឡាយឃើញទេប្រជាជាតិយើងសពថ្ងៃមិនបានឆ្លោះគ្នាក្នុងហេតុសាសនាទេមិនបានឆ្លោះគ្នានៅក្នុងពុព្វហេតុសាសនាឬទំនៀមទម្លាប់ប្រពៃណីអ្វីទេតែប្រជាពលរដ្ឋយើងកំពុងតែឆ្លោះគ្នាក្នុងហេតុរបស់ហេតុដែលកំពុងកើតឡើងក្នុងយុគសម័យនីមួយៗទេលោកគិតមើលក្នុងយុគទី6ក្នុងទសវត្សរ៍ទី60ប្រទេសកម្ពុជារបស់យើងខឿនវប្បធម៌រំឲ្យចំណេះដឹងដោយខឿនអ្នកប្រាជ្ញអក្សរសាស្ត្រមិនថាភាសាបរទេសភាសាជាតិរបស់ខ្លួនសម្បូរដោយអ្នកប្រាជ្ញអក្សរសាស្ត្រអ្នកប្រាជ្ញក្នុងគម្ពីរដីកាផ្សេងអ្នកប្រាជ្ញក្នុងព្រាហ្មណ៍បាគូអ្នកប្រាជ្ញក្នុងព្រាហ្មណ៍បរោហិតអ្នកប្រាជ្ញក្នុងសិល្បៈក្នុងវប្បធម៌ក្នុងប្រពៃណីក្នុងអរិយធម៌លើកតម្កើងសាសនាហេដ្ឋារចនាសម្ព័ន្ធរបស់
មន្ទីរក្រសួងមួយសិតតែសម្បូរដោយអ្នកពូកែព្រោះក្នុងយុគដែលជាយុគមនុស្សពូកែលោកទាំងឡាយដែលមានអាយុចាស់ច្រើនលោករំពឹងទៅវិញក្នុងទសវត្សរ៍ទី60ថាមិនត្រឹមតែប្រជាជាតិពូកែទេសូម្បីតែវត្ថុស័ក្តិសិទ្ធិក្នុងសម័យនោះក៏ពូកែដែរតាមភ្នំតាមទីសក្ការៈដតីកាលណាតែគេមានភ័យបន់ស្រន់ទៅកាលណាគឺភាពអស្ចារ្យភាពស័ក្តិសិទ្ធិកើតឡើងក្នុងទីព្រោះយុគនោះជាយុគដែលអស្ចារ្យក្រោយមកក្នុងយុគទី7យុគកាត់ចាក់យុគប្រទាញប្រទង់បំបត្តិអស់រាល់សាសនាមិនត្រឹមតែសាសនាបាត់បង់ទេធនធានបណ្ឌិតអ្នកប្រាជ្ញក៏ស្ទើរតែបាត់បង់មិនត្រឹមតែធនធានអ្នកប្រាជ្ញស្ទើរតែបាត់បង់ទេសំបីតែតម្លៃវប្បធម៌ប្រពៃណីក៏គេលុបបំបាត់ដែរយើងមិនមានសិទ្ធិស្លៀកពាក់ឲ្យត្រឹមត្រូវតាមពណ៌តាមថ្ងៃគ្មានសិទ្ធិក្នុងការច្រៀងចម្រៀងប្រគំភ្លេងអ្វីឲ្យខុសអំពីក្រិតក្រមដែលគេបានដាក់បានទុកបានកំណត់បានចងឲ្យយើងប្រើនោះទេសាសនាបាត់ទៅប្រជាជាតិដែលបរិបូរណ៍ដោយធនធានវប្បធម៌អរិយធម៌ក៏សឹងតែបាត់ទៅនេះជាយុគទី7យុគទី8ជាយុគដែលមនុស្សប្រទាញប្រទង់គ្នាដោយហេតុចំនួនសង្គ្រាមពាក្យសម្ដីអ្នកលក់លេឆ្លោះគ្នាជាមួយអ្នកលក់លេអ្នកសិល្បៈឆ្លោះគ្នាជាមួយអ្នកសិល្បៈអាចារ្យធម្មាចារ្យឆ្លោះគ្នាជាមួយនឹងអាចារ្យធម្មាចារ្យព្រះភិក្ខុសង្ឃក្នុងសាសនានេះក៏ស្ទើរតែបែកគ្នាដោយការប្រកួតប្រជែងដោយនឹងពាក្យទំនាយបុរាណពោលថាវត្តរិចដូចវាំងមិនសំបីណាបើគ្មានព្រះព្រោះជាយុគដែលប្រទាញប្រទង់គ្នាតែរាប់ចាប់ពីថ្ងៃទីមិនបង្ហាញតែបង្ហាញខែ7ឆ្នាំ2023នេះទៅបដូរយុគថ្មីយុគទី9យុគដែលប្រជាពលរដ្ឋពឹងលើអានិសង្សសិលអានិសង្ស័តគឺអានិសង្សដែលខ្លួនបានធ្វើបានបំពេញហើយផលនៃអានិសង្សនោះតបស្នងប្រគុណដល់បុគ្គលដែលបានធ្វើហើយជាយុគដែលពង្រួមជំនឿនិងសាសនាប្រពៃណីនិងទំនៀមទម្លាប់យើងគិតមើលទៅបើឆ្លោះគ្នាដោយសាសនាដូចម្ដេចប្រជាពលរដ្ឋកម្ពុជាយើងមានជំនឿសាសនាតាំងពីបុរាណមកមិនមែនតែមួយទេហើយការដែលទាញឲ្យទៅមួយនោះហើយទើបជាការបែកបាក់ជាការហែកហួរជាការទាញសង្គមឲ្យយឺតឲ្យធ្លាក់ចុះយើងគិតមើលក្នុងសម័យមហានគរតើមានសាសនាណាដែលដើរតួសំខាន់គឺគ្មានទេគឺមានតែសាសនារួមគឺបូកបញ្ចូលគ្នាដោយព្រាហ្មណ៍បាគូដោយព្រះភិក្ខុសង្ឃដោយបណ្ឌិតក្នុងសាសនារួមបញ្ចូលគ្នាហើយអភិវឌ្ឍតម្កុំតម្កើងឲ្យបានកើតជាខឿនជាគ្រឹះជាលំនឹងក្នុងស្មារតីជួយឲ្យប្រទេសជាតិមានភាពរីកចម្រើនព្រោះប្រជាជនមិនមានដោយចំនួនសាសនាយើងគិតមើលគ្មានអ្វីនឹងគួរឆ្លោះគ្នាទេព្រះភិក្ខុសង្ឃអាស្រ័យនឹងបរិស័ទហើយបរិស័ទអាស្រ័យនឹងព្រះភិក្ខុសង្ឃ
ចំនួនសាសនាមានមកពីណាតែមនុស្សឆ្លោះគ្នាព្រោះហេតុទៅវិញទេដោយខាងឆ្វេងដៃខ្ញុំបកណាខ្ញុំនេះហើយជាតួជាតំណាងនៃព្រាហ្មណ៍សាសនាជាអ្នកថែរក្សាចូលរួមយ៉ាងខ្លាំងក្នុងការរក្សាឲ្យបាននៅអត្តសញ្ញាណជាតិក្នុងរបបរាជានិយមពួកគាត់នេះហើយតំណាងរបបរាជានិយមបើប្រទេសគ្មានរបបរាជានិយមទេពួកគាត់ក៏មិនមានវត្តមានដែរប្រទេសកម្ពុជាជាប្រទេសអច្ឆរិយៈបាត់បង់ទៅនៅរបបរាជានិយមហើយតែបែរជាកើតឡើងវិញត្រង់នេះហើយដែលប្រកុណាបិតាលោកបានអតិថិនាមឲ្យប្រទេសកម្ពុជាទៅជាព្រះរាជាណាចក្រអច្ឆរិយៈត្រង់កន្លែងនឹងឯងហើយពួកគាត់មានមកឆ្លោះគ្នានឹងព្រះភិក្ខុសង្ឃឯណាមានតែជួយជាលំអសម្រាប់ព្រះភិក្ខុសម្រាប់សាសនានេះទៅវិញទេពធអរិយធម៌ក្បួនខ្នាតក្បួនសត្រាវាទស្សមាសជាដើមគ្រឹះចក្ស័តជាដើមការរក្សានៅទីវរូបដែលជាវត្ថុមានតម្លៃកាត់ថ្លៃមិនបានរបស់ប្រទេសដែលត្រូវការដែលមានរបបរាជានិយមខ្វះមិនបានដោយគ្រឿងទាំងអស់នោះតើអ្នកណាជាអ្នកថែរក្សាមិនមែនព្រះភិក្ខុសង្ឃទេតែអាស្រ័យទៅលើព្រាហ្មណ៍បាគូទៅវិញទេជាអ្នកថែរក្សាជាអ្នកទុកដាក់ចំណែកសាសនាវិញអត់ប្រយោជន៍ទេឬព្រះពុទ្ធសាសនាមិនទេតែព្រះពុទ្ធសាសនាក៏ដើរតួយ៉ាងសំខាន់ដែរក្នុងការជួយពង្រឹងនៅបញ្ហាសតិបញ្ញាឲ្យមនុស្សស្គាល់នៅទោសគុណបុណ្យនិងបាបយុវវ័យបច្ចុប្បន្នជាពិសេសប្រជាពលរដ្ឋកម្ពុជាយើងបើគុំតែមានពាក្យថាបាបនិងបុណ្យម្លោះមិនដឹងថាវឹកវរយ៉ាងណាទេខ្ញុំកណាខ្ញុំមិនចូលក្នុងបញ្ហាអ្វីទេតែខ្ញុំបកណាខ្ញុំលើកយករឿងពិតថាយើងត្រឡប់ទៅ40ជាងឆ្នាំមុនគេលុបបំបាត់ព្រះពុទ្ធសាសនាតែ3ឆ្នាំតើមនុស្សសម្លាប់គ្នាឯងអស់ប្រមាណនេះក្នុងនោះមានកូនសម្លាប់ម្ដាយទេមានទេមានសាច់ញាតិសម្លាប់សាច់ញាតិខ្លួនឯងទេមានគ្រូសម្លាប់សិស្សមានសិស្សសម្លាប់គ្រូទេព្រោះអីព្រោះគេលុបបំបាត់ពាក្យថាបុណ្យនិងបាបគុណនិងទោសនេះហើយជាងសាសនាមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការរក្សាឲ្យបាននៅសាមគ្គីភាពនៅស្ថិរភាពនៅសុខសวัสดิភាពក្នុងសង្គមអាស្រ័យដោយការអប់រំទូមានព្រានប្រដៅមានសភាពយ៉ាងនេះលោកគិតមើលណាកាលដែលបង្រួបបង្រៀមគ្នាបានមកវិញនេះទើបប្រទេសកម្ពុជាលើកដំកងដំកើងនៅព្រះពុទ្ធសាសនានេះឲ្យទៅជាសាសនាអាស្រ័យរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃប្រទេសព្រោះថាសាសនាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឲ្យបាននៅសុខសន្តិភាពស្ថិរភាពក្នុងសង្គមជាឆ្អឹងខ្នងរបស់សង្គមឲ្យសង្គមមាននៅសុជីវធម៌មាននៅសង្ឃហធម៌ចេះសង្គ្រោះចេះប្រោះប្រណីដល់គ្នានឹងគ្នាយើងឃើញទេដែលយើងមករួមគ្នាពេលនេះជាអ្វីមិនជាកម្លាំងនៃសាមគ្គីភាពទេឬហើយកម្លាំងនៃសាមគ្គីភាពនេះតើព្រោះហេតុអ្វីព្រោះពេលនេះកំពុងតែប្រារព្ធពិធីសាសនាដោយសារតែកំពុងតែប្រារព្ធពិធីសាសនានេះហើយទើបយើងបានរួបរวมគ្នាច្រើនកកកយ៉ាងនេះក្នុងទីស្ថាននេះអញ្ចឹងរាល់ជំនឿនិងសាសនាប្រពៃណីទ
ទំលៀមទម្លាប់សឹកតែមានតម្លៃអ្នកភ្លេងមហោរីបើកុំមានកម្មវិធីអញ្ចឹងគេយកច្រៀងគេអត់ហើយតែអត់ហើយលែងរៀនចុះបើលែងរៀនទៅវាគង់ឬបាត់បាទព្រាហ្មណ៍បាគូអាចារ្យបើមិនមានពិធីកម្មសាសនានេះទេរៀនទៀតអត់បង្រៀនកូនចៅទៀតអត់ឈប់ហើយចុះឈប់ទៅវានៅសល់អីវាសល់តែក្បួនខ្នាតទុកចោលទេតែចំណេះដែលជាមរតកមនុស្សរស់នឹងបាត់យើងឃើញថាទេវពលីផ្សេងរៀបចំសម្ដាប់គ្រឿងបូជាផ្សេងតាមពិតទៅមិនមែនជាអត់ប្រយោជន៍ទេលោកគិតមើលថាហេតុអ្វីសំណង់បុរាណធ្វើទៅបានយូរអង្វែងម្ល៉េះចុះសំណង់បច្ចុប្បន្នធ្វើទៅសំណង់ខ្លះមិនទាន់ហើយផងរលំបាត់ព្រោះតែទាំងសំណង់ហើយអ្វីដែលកើតក្រោយនេះវាអត់បានបញ្ចូលព្រលឹងឲ្យទៅក្នុងនឹងយើងក្រឡេកពីទីនេះទៅពិនិត្យមើលស្ពានថ្មកំពង់ក្ដីធ្វើសម្រាប់តែដំរីឆ្លងទេក្រោយមកជិត1000ឆ្នាំស្ពាននេះនៅតែឡានធំច្រើនតោនបើកបានព្រោះអ្វីព្រោះការកសាងនោះគាត់មិនមែនកសាងតែសម្បកទេគាត់បញ្ចូលវិញ្ញាណឲ្យទៅក្នុងនោះដែរពុទ្ធបដិមាពីបុរាណធ្វើទៅគ្រាន់តែឃើញចង់ថ្វាយបង្គំចង់គោរពចង់កោតក្រែងតែពុទ្ធបដិមាបច្ចុប្បន្នធ្វើទៅគេដើរហួសព្រោះតែដុំថ្មគ្រាន់តែជាដុំថ្មឈើគ្រាន់តែជាឈើមាសគ្រាន់តែជាមាសស្ពាន់គ្រាន់តែជាស្ពាន់តែមិនបានបញ្ចូលនៅវិញ្ញាណគឺដួងព្រលឹងនៅក្នុងនោះទេហើយការដែលបញ្ចូលវត្ថុទាំងអស់នោះបានភាគច្រើនទៅគឺអាស្រ័យព្រាហ្មណ៍បាគូប្រោហិតនឹងហើយដែលលោកជាអ្នកបញ្ចូលដោយមុនដោយវេទមុននឹងឆ្លាក់បដិមាមួយគេរៀបជើងពៀន3ថ្នាក់រៀបដោយគ្រឿងទេសមានស្រូវពោតសណ្ដែកល្ងហើយដាក់ពៀនមួយទៀតត្រង់ទឹកសន្សើមពេលដែលបានទឹកសន្សើមនោះមកហើយរើសថ្ងៃអ្នកខត្តរិកថ្ងៃអណ្ដែតយាមល្អម៉ោងល្អតាមតារាសាស្ត្រពិភេកហោរាខ្លះប្រសំបលីយាត្រាខ្លះហែកគុកខ្លះក្បួនផ្សេងទាំងអស់នឹងយកមកកំណត់កត់ពេលវេលាហើយបញ្ចុះក្នុងពុទ្ធបដិមាមួយឬក្នុងបដិមាមួយដែលគេចង់កសាងហើយតកសាងហើយថាបកែហើយព្រះវត្តណាព្រះវត្តពីដើមវត្តប្រាសាទសេរីព្រះវត្តណែអូណាឡោមយើងនេះព្រះអង្គសកាលេងព្រះអង្គខ្មៅព្រះអង្គនិកវ័នវត្តបាកានសិតតែជាបដិមាដែលធ្វើឲ្យមានភាពស័ក្តិសិទ្ធិក្នុងនោះអញ្ចឹងមនុស្សគោរពដល់តែមនុស្សគោរពបដិមាហ្នឹងបានយូរអង្វែងហេតុអីបានមនុស្សគោរពព្រោះមនុស្សភាគច្រើនគាត់មានបញ្ញាមិនបាននឹកឃើញព្រះនិព្វានអ្វីទេគាត់នឹកឃើញថាធ្វើម៉េចដើម្បីឲ្យបានសុខតែពេលដែលគាត់គោរពពុទ្ធបដិមាឬគោរពបដិមាណាផ្សេងបានសេចក្តីសុខធ្វើឲ្យមនុស្សចូលវត្តច្រើនហើយតែមនុស្សចូលវត្តច្រើនភាពចម្រុងចម្រើន
ភាពសុខដុមរមណីយកម្មផ្នែកសាសនាវាបានច្រើនហើយបានលទ្ធផលជាផ្លែផ្កាដោះដូរមកវិញនៅប្រជាពលរដ្ឋបាននៅសុខសន្តិភាពស្ថិរភាពដោយគ្មានចំនួនផ្នែកសាសនាយើងថាជំនឿធ្វើឲ្យមនុស្សអន់ថយខ្ញុំបកណាខ្ញុំម្ចាស់សូមសួរបកណាគុណម្ចាស់គ្រប់ព្រះអង្គថាតើប្រទេសណាគ្មានជំនឿខាងកើតយើងអត់ជំនឿទេឬខាងលិចយើងអត់មានជំនឿទេឬប្រទេសជាមហាអំណាចសេដ្ឋកិច្ចជប៉ុនអត់មានជំនឿទេឬចិនអត់មានជំនឿទេឬសឹកតែជាប្រទេសមានជំនឿតែជំនឿរបស់ប្រទេសនីមួយៗអាស្រ័យដោយខឿនវប្បធម៌ប្រពៃណីនិងអរិយធម៌របស់ខ្លួនដោយហេតុយ៉ាងនេះហើយទើបយើងមិនគួរឆ្លោះគ្នាក្នុងជំនឿទេតែយើងក៏កុំងងើលទៅលើជំនឿដែលគ្មានហេតុផលដែរហើយជួយច្រើនណាស់ជំនឿឲ្យមនុស្សមានភាពក្លាហានមានការតស៊ូក្នុងឧបសគ្គអីផ្សេងគឺមិនខ្លាចមិនរាថយទេដើម្បីការលើកស្ទួយឬក៏ការសម្រេចឲ្យបាននៅវត្ថុបំណងដែលខ្លួនប៉ងទុកដូចជាការកសាងនៅមហារមណីយដ្ឋានរាជធានីលំវែកនេះបើសិនជាយើងបិទភ្នែកហើយធ្វើទៅឲ្យបានយើងនឹងបានឃើញអំពីជីវភាពរស់នៅរបស់ប្រជាជាតិយើងក្នុងសម័យនោះឥឡូវនេះធ្វើមិនទាន់ហើយទេគ្រាន់តែចាប់ផ្ដើមធ្វើអញ្ចឹងទៅឃើញចាប់ផ្ដើមរស់មកវិញឃើញថ្ងៃមិញទៅមានមហោរីមានភ្លេងប្រពៃណីមានពិណពាទ្យមានព្រាហ្មណ៍បាគូចូលរួមមានប្រជាពុទ្ធបរិស័ទចូលរួមយើងចាប់ផ្ដើមត្រឡប់ទៅវិញហើយត្រឡប់ទៅសម័យមួយដែលរុងរឿងផ្នែកខឿនវប្បធម៌ប្រទេសកម្ពុជាយើងគេបំផ្លាញច្រើនដងហើយក្នុងឆ្នាំ1140ចាមបានចូលទន្ទ្រានឈ្លានពានដុតកំទេចក្បួនខ្នាតប្រទេសស្ទើរតែអស់ក្រោយមកបានមកវិញក្រោយមកទៀតសៀមវាយចូលដល់អង្គរប្រមូលទៅនៅក្បួនខ្នាតអស់ទៀតក្រោយមកដល់សម័យលង្វែកប្រកូនណាក្រោមការដឹកនាំដ៏ឆ្លៀសវៃប៉ិនប្រសពរបស់ប្រកូនណាព្រះបាទអង្គច័ន្ទរាជាព្រះអង្គឆ្លៀសព្រះអង្គបានប្រមូលអ្នកប្រាជ្ញតាមបណ្ដាលរាជធានីខេត្តផ្សេងឲ្យមកជួបជុំគ្នាចងក្រងនៅក្បួនខ្នាតទុកដាក់ក្នុងបន្ទាយបានកសាងវត្តដែលជុំវិញនេះវត្តមាន100តម្កល់ក្បួនខ្នាតក្នុងនោះក្រោយមកសម្ដេចព្រះនរេនសូរព្រះអង្គវាយមកបែកលង្វែកប្រមូលទៅអស់ទៀតខ្មែរនៅសល់អីក្បួនខ្នាតគេប្រមូល3ដងហើយចាមមិនប្រមូលទេដុតសៀមវាយចូលម្ដងទៀតប្រមូលដល់តែប្រមូលពីនគរនៅតាមខេត្តដល់ខេត្តប្រមូលបដាក់លង្វែកដល់គេវាយលង្វែកបែកមួយទៀតមានសល់អីទៀតអត់សល់ទេមកសួរបន្តិចទៅសល់ឬមិនសល់ស
សល់តាណាសល់តាមវត្តទាំង100ដែលព្រះអង្គកសាងគេប្រមូលទៅពីប្រទេសឯងតែតាមវត្តអត់បានប្រមូលអញ្ចឹងវត្តដើរតួសំខាន់អញ្ចឹងដែរពេលដែលសល់ក្បួនសត្រានឹងវត្តទើបបុរាណបង្កើតសាលាឲ្យនៅនឹងវត្តអញ្ចឹងសិស្សពីដើមចេញពីវត្តមេឃុំកូនសិស្សវត្តមេស្រុកកូនសិស្សវត្តរដ្ឋមន្ត្រីកូនសិស្សវត្តព្រោះប្រព័ន្ធអប់រំចេញពីវត្តដល់អញ្ចឹងទៅសុជីវធម៌ប្រពៃណីទំនៀមទម្លាប់របស់ថ្នាក់ដឹកនាំតាំងពីក្រោមជាតិរហូតដល់ជាតិចេញពីវត្តគំនិតបញ្ញវន្តចេញពីវត្តអញ្ចឹងធ្វើឲ្យសង្គមក្នុងសម័យនោះរុងរឿងរហូតដល់សម័យក្រោយមកដោយសារតែកម្លាំងសាមគ្គីចេញពីវត្តច្រើនពេកយើងបិទភ្នែកទៅមើលអាសង្គ្រាមឆាប់សង្គ្រាមឆាត់ណាដើមចេញពីវត្តដែរដល់អញ្ចឹងហើយទើបគេបំបែកវត្តឲ្យនៅផ្សេងសាលារៀននៅផ្សេងក្រោយមកទាំងពីរនេះមិនចូលរួមសហការគ្នាទេរហូតតែធ្វើឲ្យធ្លាក់ចុះធ្លាក់រហូតមកបាត់ត្រឹមណាក្បួនខ្នាតបាត់ត្រឹមណាបាត់ត្រឹមសម័យអង្គការមហាលោតផ្លោះក្បួនសត្រាបាត់ចេញអស់ហើយតែនៅនឹងវត្តដល់តែគេវាយវត្តទៀតបាត់ក្បួនខ្នាតបាត់ប្រពៃណីក្រោយមកពង្រួមគ្នារើសពីនេះបន្តិចពីនោះបន្តិចយកមកចងយកមកឆ្វាក់យកមករឹតបានសំបីតែព្រាមបាគូបែកពីឆ្នាំចុះមកឆ្នាំ93រត់ដំបូកបានប្រមាណ10ឯងបានតែ2ហ្នឹងហើយក្រោយមក2ហ្នឹងបានបង្កើតកូនបាន10ណោះហ្នឹងហើយសាជ្រាវយើងគិតមើលឲ្យប្រទេសរាជានិយមដែលមានអំណាចលើសលាវលើសសៀមក្នុងសម័យសង្គមរាស្ត្រនិយមរើសបានព្រាមបាគូតែ2ហើយ2ហ្នឹងមិនដឹងឲ្យកូនព្រាមមេព្រាមទៀតហ្នឹងហើយយើងគិតមើលកំសត់កំរប៉ុណ្ណាហើយដល់ពេលវិខុសង្ឃអត់តែមកគ្មានរើសបានពីណាមួយទេបាន7អង្គដំបូងក្នុងនោះមានសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកបច្ចុប្បន្ននៅសល់តែ2ព្រះអង្គនឹងទៀតជាស្ថាបនិកព្រះសង្ឃឡើងវិញអញ្ចឹងយើងគិតមើលទៅតើកំសត់កំរប៉ុណ្ណាក្នុងការបែកបាក់ឆ្លោះតោះតែងគ្នាតាមហេតុដែលគេញាក់ដែលគេទាញដែលគេពង្ពួកយើងហ្នឹងយើងមិនបាច់បង្កើតចាស់អីទេយើងគ្រាន់តែរក្សាចាស់ទៅមហោរីមិនក្រោម5000បទទេចេះអស់ឯនៅមួយជាន់ចេះច្រៀងឯនៅ2ជាន់ចេះច្រៀងឯនៅ3ជាន់ចេះច្រៀងឯនៅ4ជាន់ចេះច្រៀងឯនៅមហោរីសកេតមហោរីចេះអស់ឯនៅចេះមិនអស់ទេអញ្ចឹងហើយមិនបាច់បកកើតចាស់ទេខែតែចាស់ឲ្យតែគ្រប់ឲ្យតែនៅអស់ហ្នឹងវាគ្រប់គ្រាន់ហើយចំណែករបស់ថ្មីបង្កើតទៅចោះតាមសម័យកាលតែសូមឲ្យបង្កើតនៅក្នុងក្របខ័ណ្ឌមួយដែលអាស្រ័យនឹងវប្បធម៌ប្រពៃណីដូចអញ្ចឹងរាជិនីហ្នឹងមិនចាស់ឯណាថ្មីហ្នឹង
មិនចឹងនេះឡើយនេះធ្វើថ្មីមែនទេតែបង្កើតថ្មីសមស្របទៅតាមប្រពៃណីដល់អញ្ចឹងរបស់ហ្នឹងរស់ឬស្លាប់វារស់ព្រោះខ្មែរយើងទោះតែក្នុងលក្ខខណ្ឌណាក៏មិនចោលប្រពៃណីដែរហើយជំនឿខ្មែរតើតសម្លាប់ឲ្យអស់បើទុកតែមួយក៏នៅតែជឿអញ្ចឹងមែនទេកាចឯណាសម័យលោកពតនៅតែលួចអុជធូបកធៀងខែតអញ្ចឹងហើយមានអាគេចងដៃស្លាបសេកហើយចងកណាត់ខ្មៅហើយកុលស័យពីក្រោយចំពោះតុងពីក្រោយនៅតែភាវនាចេញទៀតណាព្រោះមានជំនឿខ្លះទៅឆ្លប់ញ័រដៃញ័រជើងធ្វើមិនកើតប្រឡែងដៃអញ្ចឹងទៅព្រោះអីព្រោះជំនឿមិនមែនអត់ប្រយោជន៍ទាំងអស់ទេគ្រាន់តែមនុស្សចូលចិត្តតែឆ្លោះតោះទៅក្នុងជំនឿទៅប៉ុណ្្នឹងឯងអញ្ចឹងការដែលប្រកាន់ជំនឿគឺការប្រកាន់ប្រពៃណីនិងខឿនវប្បធម៌អញ្ចឹងបើយើងសាមគ្គីគ្នាឲ្យបានក្នុងលក្ខខណ្ឌនេះគឺយើងនឹងសុខសាន្តហើយយើងគិតមើលប្រវត្តិសាស្ត្រក្នុងសម័យមុនលង្វែកសម័យលុកតាមឿងកាលហ្នឹងខ្មែរមិនធ្វើសង្គ្រាមទ័ពលួងប្រស្ដេចកនដឹកនាំដោយសម្ដេចចៅហ្វាកែវមកពាត់ទ័ពពញាច័ន្ទទ័ពចិត្តដាច់ស្បៀងទើបអុកញ៉ាសួរគេលោកមឿងគាត់អាស្រ័យជំនឿគាត់ក៏ធ្វើពលីកម្មខ្លួនគាត់ព្រមដោយពញាអគ្គបរទេសរាជវិបុលដេជះសុកនៅវិបុលដេជះសុកនៅទេកូនគាត់អត់ទេតែពីរនាក់បងលោតចូលសម្រាប់ខ្លួនដោយជំនឿណាក្រោយមកសង្គ្រាមបានជោគជ័យមែនមិនត្រឹមតែឈ្នះទ័ពរបស់ចៅហ្វាកែវឈ្នះទ័ពព្រះស្រីចេថាលួងប្រស្ដេចកនទេឈ្នះទាំងទ័ពសៀនជ្រាមពៀនទៅទៀតហើយឈ្នះរហូតមកទៀតអញ្ចឹងតើជំនឿហ្នឹងយើងគិតថាមានផលឬក៏អត់ផលគាត់ធ្វើក្នុងភាពងងឹកងល់ណាមួយមិនដឹងទេតែអ្វីដែលគាត់លះបង់មកវិញសួរថាបានប្រយោជន៍ឬអត់ចុះបើគាត់ធ្វើមកដើម្បីប្រយោជន៍ដល់យើងអញ្ចឹងយើងទៅតេះឌីលគាត់ធ្វើអ្វីតាមពិតលោកទាំងឡាយណាកំរាលព្រំដែលលោកទាំងឡាយកំពុងតែអង្គុយនេះមិនស្អាតល្អស្មើនឹងកំរាលព្រំដែលលោកបានជាន់នោះទេកំរាលព្រំដែលលោកជាន់នោះគឺផែនដីមួយដុំនេះណាក្រាលដោយឈាមបំពាក់បរោះច្រើនណាស់ដើម្បីតែសល់ផែនដីហ្នឹងមកឲ្យយើងរស់នៅអញ្ចឹងកំរាលព្រំនោះជាព្រំស្អាតណាស់អញ្ចឹងបានតែខ្ញុំកណាខ្ញុំម្ចាស់អត់ដែលខ្ពើមដីទេតាណាក៏អង្គុយដែរព្រោះសម្គាល់ថាព្រំនេះល្អណាស់យកព្រំមាសព្រំប្រាក់មកក្រាលក៏អត់ស្មើដែរព្រំមាសព្រំប្រាក់ធ្វើបានតែព្រំផែនដីនេះក្រាលឈាមក្រាលញើស
ការពាក់លីរបស់បុព្វបុរសយើងច្រើនណាស់អញ្ចឹងអ្វីទាំងអស់នេះគឺវាបញ្ចូលគ្នាអំពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងជំនឿសាសនានឹងឯងធម្មវិសេសទេសនាមានប៉ុណ្ណេះខ្ញុំបកណាខ្ញុំមិនលើកឲ្យវែងជាងនេះទៅទៀតទេនាំតែរំខានដល់បតីបកណាគុណម្ចាស់គ្រប់ព្រះអង្គរំខានដល់អារម្មណ៍ដល់ញាតិញោមពុទ្ធបរិស័ទដែលរងចាំយូរតាំងតែពីព្រឹកមកទល់ស្មាននេះគឺយូរហើយតែលោកទាំងឡាយចាំខ្ញុំកណាតាំងមួយថ្ងៃហ្នឹងទេតែខ្ញុំកណាខ្ញុំដើរទៅជួបលោកជិត3ខែហើយយប់ក៏ទៅថ្ងៃក៏ទៅភ្លឺក៏ទៅភ្លៀងក៏ទៅខ្យល់ក៏ទៅបើលោកឈរខ្ញុំបកណាខ្ញុំឈរបើលោកអង្គុយខ្ញុំបកណាខ្ញុំអង្គុយមួយថ្ងៃខ្ញុំបកណាខ្ញុំយកពេលសម្រាប់ទាំងយប់ទាំងថ្ងៃបានប្រហែលជា4ម៉ោងដែរហើយ4ម៉ោងនេះអាចជាវេតូចង្ហាន់ព្រឹកឬត្រង់ជួនកាលមួយថ្ងៃវងងាយទៀតព្រោះតែខ្លាចលោកទាំងឡាយចាំយូរនឹងហើយតែបើចាំហើយបានជួបមិនបានជួបត្រង់ចន្លោះណាសូមខន្តីអធិស្ឋានអត់ទោសដល់ខ្ញុំបកណាខ្ញុំម្ចាស់ផងព្រោះជួនកាល 100000 នាក់ 50000 នាក់តិចបំផុតក៏ 25000 នាក់ខ្ញុំបកណាខ្ញុំជួបក្រែងមិនអស់ក្រែងមិនអស់ព្រោះនាំគ្នាថាចង់ជួបពេលជួបចង់ចាប់ដៃឲ្យចាប់ដៃសុំអោបឲ្យអោបហើយចង់ថតទៀតពេលថតមកប៉ុសថាមកប៉ុសក៏បានដែរតែវាមិនស្អាតរត់មកថតម្ដងទៀតគណៈម្ចាស់អញ្ចឹងត្រង់នេះហើយដែលខ្ញុំគណៈខ្ញុំជួបមិនអស់គ្នាអញ្ចឹងធម៌វិសេសទេសនាខ្លីប៉ុណ្ណេះទៅចោះសំណេះសំណាលជាធម៌កថាក៏ខ្លីប៉ុណ្ណឹងទៅចោះសូមលើកយកកងការមហាកុសលទាំងអស់ដែលកើតឡើងពីធម្មទាននេះប្រគេនជូនឧទ្ទិសជូនដល់ដួងព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះមហាសង្ឃរាជគ្រប់ព្រះអង្គសម្ដេចព្រះមហាក្សត្រព្រះមហាក្សត្រីយានីព្រះញាតិវង្សអង្គជាគ្រប់ជំនាន់ដល់ពុព្វបុរសបងប្អូនប្រុសស្រីញាតិមិត្តក្នុងសង្សារវត្តរបស់អស់លោកបើបានទៅកើតទីភាពពំរាបស្មើណាដែលអានុភាពនៃធម្មទាននេះសូមទៅជួយយឹតយោងសណ្ដោងពំនាំឲ្យទៅកើតក្នុងទីដ៏ខ្ពស់តែបើសិនជាបានទៅបដិសន្ធិក្នុងទីដ៏ខ្ពស់ហើយសូមឲ្យរឹងរិតតែខ្ពង់ខ្ពស់ជាភ័យយោភាពឡើងដោយអានុភាពនៃធម្មទាននេះមួយចំណែកទៀតសូមបានសម្រេចដល់ទេវតាទាំងឡាយដល់យមរាជទាំងឡាយយមបាលទាំងឡាយដល់យក្សទាំងឡាយគ្រុឌកំភ័ន្តមាអសិលនាគគ្រុឌភូតទាំងឡាយជាញាតិមិនមែនជាញាតិសត្វទាំងឡាយដែលជាអ្នកប្រាថ្នានៅបុណ្យសូមឲ្យបានសម្រេចនៅចំណែកនៃបុណ្យនេះចាស់មួយចំណែកទៀតសូមបានសម្រេចដល់អស់លោកជាឥស្សរាធិបតីសម្ដីដើមទានប្រធានដើមបុណ្យគ្រប់រូបបកណាគុណម្ចាស់គ្រប់ព្រះអង្គមហាប្រជាពុទ្ធបរិស័ទគ្រប់រូបសូមបានសម្រេចនៅសេចក្តីសុខជានិរន្តរភាពតរៀងទៅនិងសុខក្នុងអនាគតបានតន់បានស្ដាប់នៅព្រះធម៌កថារបស់ព្រះដ៏មានពុទ្ធិអង្គណាមួយត្រឹមមួយបាតមួយគាថាបានជាបច្ច័យនៃការរញ្ចតុពលពលត្រូវអមតៈរូបពលគឺព្រះនិព្វានគ្រប់អង្គគ្រប់គ្នាកុំបីខ្លាចតែជាបការៈដល់តីឡើយពុទ្ធសាសនាកាលណាបើមិនរស់នៅជាមួយនឹងប្រពៃណីរបស់ប្រជាជននៅក្នុងច្រកនិគមស្រុកជនបទខេត្តខណ្ឌឬក៏ប្រទេសនោះទេពុទ្ធសាសនានឹងមិនតាំងនៅថិតថេរបានយូរអង្វែងទេដោយតួយ៉ាងនៅក្នុងប្រទេសកម្ពុជាយើងដែលព្រះពុទ្ធសាសនាតាំងនៅបានគឺថា
រស់នៅជាមួយនឹងប្រពៃណីហ្នឹងហើយមានហើយលោកអ្នកប្រាជ្ញដែលលោកទៅសិក្សាអំពីអត្ថដីកាមាននៅព្រះសូត្រព្រះវិន័យព្រះអភិធម្មឲ្យបានក្បោះក្បាយជាមួយនឹងព្រះត្រៃបិដកឬក៏ព្រះអដ្ឋកថាក៏ពិតមែនហើយប៉ុន្តែចំនួនអ្នកទាំងអស់នោះមានតិចជាងអ្នកដែលកាន់ពុទ្ធសាសនាតាមបែបប្រពៃណីអញ្ចឹងទើបកលេសទៅប្រទេសរបស់យើងមើលឃើញការនិយមកាន់នៅពុទ្ធសាសនាតាមបែបប្រពៃណីហ្នឹងមានច្រើនជាងអស់លោកដែលលោកអ្នកកាន់នៅព្រះពុទ្ធសាសនាប្រព្រឹត្តទៅតាមមាគ៌ាដើមណាមាគ៌ាដើមប៉ុន្តែបើយើងពោលដូច្នោះហាក់បីដូចថាតើអ្នកដែលកាន់នៅព្រះពុទ្ធសាសនាតាមបែបប្រពៃណីនិងអ្នកកាន់ព្រះពុទ្ធសាសនាតាមបែបធម៌វិន័យនេះមួយណាខុសមួយណាត្រូវយើងនឹងវែកញែកគ្នាបែបនោះហើយប៉ុន្តែអស់លោកទាំងឡាយត្រូវសម្គាល់ថានៅក្នុងអភិសង្ខារភពនេះបែងចែកជាឋានជាលំនៅជាលំដាប់ព្រោះលោកឧបមាឲ្យឃើញពីអ្នកដែលចម្រើនដោយគុណតិចច្រើនឬក៏ច្រើនតាមលំដាប់តួយ៉ាងដូចបុគ្គលសាងបុណ្យទាបក៏បានទៅកើតនៅកំណើតទាបបុគ្គលបានសាងនៅបុណ្យខ្ពស់ក៏រមែងបានទៅកើតក្នុងកំណើតខ្ពស់ជាដែរអញ្ចឹងយ៉ាងណាមិញអ្នកដែលគោរពរាប់រកនៅព្រះពុទ្ធសាសនានេះក៏មានសភាពដូចគ្នាយ៉ាងនោះដែរសភាពដូចម្ដេចទៅសភាពត្រង់ថាអ្នកដែលលោកមានបញ្ញាចាស់ខ្លាពិចារណាឃើញពីទុក្ខអំពីហេតុនៃសេចក្តីទុក្ខអំពីការកកើតនៃទុក្ខអំពីការធ្វើខ្លួនឲ្យរលាស់ចាក់ទុក្ខក្នុងវដ្តនេះជាដើមលោករមែងកាន់យកនៅព្រះធម៌និងព្រះវិន័យដែលប្រកបដោយអត្តនិងសេចក្តីតាមពុទ្ធដីកាទាំងស្រុងយកមកបប្រតិបត្តិហើយធ្វើជាគោលមាគ៌ាក្នុងការធ្វើដំណើរទៅកាន់ទីរំលត់ទុក្ខមានព្រះនិព្វានជាអារម្មណ៍ជាដែរប៉ុន្តែសត្វលោកទាំងអស់នោះមិនមានចំនួនច្រើនទេគឺមានចំនួនតិចណាស់ដោយដែលយើងឧបមាថាតើមនុស្សឆ្លាតនិងមនុស្សល្ងងមួយណាមានច្រើនជាងអញ្ចឹងគឺអ្នកឆ្លាតមានចំនួនតិចជាងអ្នកល្ងងដូច្នេះហើយពុទ្ធសាសនាក៏មិនវាបង់អ្នកដែលស្ថិតនៅក្នុងភាពមិនជ្រះស្រឡះអ្នកដែលមិនមានបញ្ញាច្រើននោះដែរលោកក៏អោបស្ទប់ជាមួយនឹងបរិស័ទទើបរិស័ទលោកអ្នកដែលមានបញ្ញាតិចលោកក៏មិនបានស្គាល់អ្វីទៅជាអត្តអ្វីទៅជាធម៌អ្វីទៅជាវិន័យប៉ុន្តែលោកស្គាល់មួយយ៉ាងត្រឹមការគោរពការបូជាដូចយើងសពថ្ងៃអញ្ចឹងដែលដាក់ក្នុងអត្តសញ្ញាណប័ណ្ណថាជាអ្នកគោរពព្រះពុទ្ធសាសនាអញ្ចឹងណាបើសួរមែនតែនទៅព្រះពុទ្ធសាសនាមានអីជាគោលមានអីជាបន្ទាត់មានអីជាខ្នាតគឺថាយើងមិនបានដឹងទេប៉ុន្តែយើងដឹងត្រង់ថាពេលដល់រដូវយើងក៏នាំគ្នាទៅវត្តក៏នាំគ្នាសំពះព្រះសង្ឃថ្វាយនៅទេយ្យវត្ថុថាវរៈវត្ថុផ្សេងផ្សេងមានការគោរពគុណអ្នកមស្ការព្រះរតនត្រ័យសមាទានសិលស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្តធ្វើពិធីពូនភ្នំខ្សាច់ស្រង់ទឹកព្រះអីជាដើមនេះជាបែបបទដែលយើងកាន់នៅព្រះពុទ្ធសាសនាតាមបែបប្រពៃណីហ្នឹងឯងហើយជាពុទ្ធបរិស័ទទាំងអស់នៅមិនយូរប្រមាណ10ថ្ងៃមិនដល់ទេ9ថ្ងៃទៀតពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិក៏នឹងចូលមកដល់នេះពុទ្ធសាសនាត្រូវដើរតួមួយផ្នែកគឺវត្តអារាមទាំងអស់ទូទាំងព្រះរាជាណាចក្រមានប្រារព្ធធ្វើនៅពិធីសាសនានានា
ហើយបរិស័ទទាំងអស់ទូទាំងព្រះរាជាណាចក្រដែលជាអ្នកកាន់នៅព្រះពុទ្ធសាសនារមែងឈប់សម្រាកហើយត្រឡប់ទៅកាន់ទីចរិតដតីដែលមានស្រុកកំណើតជាដើមនាំគ្នាទៅវត្តធ្វើទានសន្តាសើអីជាដើមនេះហើយដែលជាទំនៀមឬក៏ហៅថាជាអ្នកដែលកាន់ពុទ្ធសាសនាតាមបែបប្រពៃណីហ្នឹងពួកក្នុងពុទ្ធសាសនាលោកមានកំណត់ថ្ងៃហ្នឹងថ្ងៃត្រូវចូលឆ្នាំត្រូវធ្វើបុណ្យនេះណាអត់មានទេថ្ងៃត្រូវទទួលទេវតាចុះទទួលទេវតាឡើងអីក៏អត់មានទេប៉ុន្តែប្រពៃណីយើងទេអ្នកចែងជាមេត្រាអញ្ចឹងកើតមកហើយទាំងរាជទាំងមន្ត្រីទាំងព្រះរាជាម្ចាស់ផែនដីទាំងកុហកទាំងបព្វជិតក៏សម្គាល់កាន់យកថ្ងៃនេះទៅជាទំនៀមមករហូតដល់បច្ចុប្បន្នមកណាអញ្ចឹងហើយប្រពៃណីហ្នឹងក៏ជាចំណែកមួយក្នុងការជួយនៅពុទ្ធសាសនាខ្លាំងក្លាសម្បើមណាស់ដែរវាពិតមែនហើយថារាល់ប្រពៃណីមានខ្លះខុសខ្លះត្រូវខ្លះគួរខ្លះមិនគួរក៏ពិតមែនប៉ុន្តែដោយច្រើនប្រពៃណីណាដែលគេចងជាក្បួនជាច្បាប់ទុកគឺថាកម្រនឹងខុសណាវាលែងតែប្រពៃណីតាមជនបទដែលតាក់តែងដោយសង្គមមនុស្សជាកលសម្ព័ន្ធតូចបង្កើតទេអាចមានការឆក់ល្វែងខ្លះប៉ុន្តែប្រពៃណីដែលបុរាណអាចារ្យលោកព្រាបព្រៀងចងក្រងទុកដាក់ជាតវេណីមកសម្រាប់ប្រទេសជាតិអីជាដើមនេះគឺថាភាគច្រើនគឺថាមិនខុសទេប៉ុន្តែអកុសលយើងចំនួនក្រោយដោយច្រើនតែវាបង់ឬក៏បន្ទោសជាមួយនឹងគេអកដែលបុព្វបុរសដូនតាយើងចែកមកឲ្យទុកមកឲ្យជាពិសេសសង្គមសពថ្ងៃចូលចិត្តនាំគ្នាឆ្លោះប្រកែកវែកញែកវិភាគអំពីប្រពៃណីអំពីទំនៀមទម្លាប់ទាំងដែលខ្លួនមិនមែនជាអ្នកចេះដឹងខាងប្រពៃណីទំនៀមទម្លាប់អីទេគឺយកគំនិតដែលគិតឃើញតែមួយជ្រុងយកមកវែកញែកហើយបង្កើតឲ្យទៅជាចំនួនរបស់ប្រពៃណីទំនៀមទម្លាប់ហ្នឹងគឺដូចតែយើងកំពុងតែបន្ទោសជាមួយនឹងគេអករបស់ម្ដាយឪពុកដែលចែកឲ្យអញ្ចឹងណាខ្លួនសពថ្ងៃរៀនបានខ្ពង់ខ្ពស់ក៏ប្រកបការងារទូនាទីតាមជំនាញរបស់ខ្លួនប៉ុន្តែទៅបន្ទោសជាមួយដីស្រែដែលឪពុកម្ដាយគាត់ធ្លាប់ធ្វើហើយគាត់ចែកមកឲ្យអានឹងមនុស្សខាតទេមិនចំណេញទេស្រែដែលគាត់ធ្លាប់ធ្វើដែលគាត់ចែកមកឲ្យបើទោះតែយើងនៅបន្តការធ្វើស្រែទៀតក៏ដោយមិនបន្តការធ្វើស្រែទៀតក៏ដោយក៏យើងមិនចាំបាច់ទៅបន្ទោសជាមួយនឹងគេអកដែលជាសម្បត្តិដ៏ល្អផូរផង់របស់ដូនតានោះទេហើយលោកទាំងឡាយចាំទុកថាបណ្ដាសានិងពរជ័យនេះវាមានមកពិតប្រកបមែនកុំឲ្យយើងយល់ច្រឡំណាកុំឲ្យយល់ច្រឡំថាទេតើតែសាងកម្មណាទៅកម្មនោះឲ្យផលតែម្យ៉ាងនោះពិតយ៉ាងនោះក៏ពិតមែនហើយប៉ុន្តែរឿងតោជ័យរឿងបណ្ដាសានេះគឺវាមានយើងលើកមកជាទីអាងដោយព្រះដែលមានពភាកដែលព្រះអង្គឲ្យពរ
ព្រះសម្មាសម្ពុទ្ធមានធ្លាប់ឲ្យពរទេមានលោកណាដឹងទេលោកណាដឹងទេដឹងតែព្រះដែលមានពភាឲ្យពរអីខ្លះណាព្រះសម្មាសម្ពុទ្ធលោកឲ្យពរ4ប្រការទី1គឺអាយុព្រះអង្គពិចារណាឃើញថាសត្វលោកទាំងឡាយប្រព្រឹត្តទៅបានអាស្រ័យអាយុបើសិនជាអត់មានអាយុទេរឿងហ្នឹងចាប់ថ្ងៃហ្នឹងយើងទាំងអស់គ្នាចាប់ថ្ងៃហ្នឹងបើតតែមានអាយុតាំងនៅទើបដឹងថាស្អែកវាមានអីបន្តទៀតខានស្អែកវាមានអីបន្តទៀតអញ្ចឹងព្រះដែលមានពភាព្រះអង្គប្រទានពរគឺអាយុសិនតែយើងថាពុទ្ធពរទាំងឡាយ4ប្រការគឺទី1អាយុហ្នឹងឯងទី2ព្រះអង្គពិចារណាឃើញថាសត្វលោកទាំងឡាយកាលណាមាននៅអាយុហើយក៏ព្រះអង្គរមែងប្រទាននៅពរសម្បុរទៀតព្រោះដឹងតែមនុស្សយើងគ្មាននរណាដែលចង់អាក្រក់ទេណាគ្មាននរណាដែលចង់អាក្រក់ទេពីណាលើកដៃមើលនរណាចង់ខ្មៅខ្លះក៏អត់មានទេគ្រប់គ្នាសុទ្ធតែចង់បាននៅសម្បុរសល្អស្អាតព្រោះកើតមកមិនស្អាតហើយក៏ខំទៅទិញលេទាំងកធុងយកមកលាបទៀតនោះដើម្បីស្អាតអញ្ចឹងព្រះអង្គពិចារណាឃើញថាសត្វលោកទាំងឡាយរមែងជាប់ជំពាក់ដោយពណ៌សម្បុរក៏ព្រះអង្គប្រទាននៅពុទ្ធពរទី2គឺវណ្ណៈហ្នឹងពណ៌សម្បុរហ្នឹងហើយសត្វលោកអ្នកណាមួយដែលមិនត្រូវការថាការស្អាតនោះអត់ទេមាសលែងតែព្រះអរហន្តចេញទៅដោយព្រះអង្គអស់នៅអបាទានសដីប្រកម្មជាប់ក្នុងរូបសម្ផស្សក្លិនរសផោតតាពៈអីហ្នឹងទៅបើថានៅក្នុងមហារោងក៏ដូចជានៅក្រៅមហារោងទៅទៀតឬក៏ថាដោយច្រើនណាស់សត្វលោកសែនកោតម៉ឺនកោតគឺថាជាប់ជំពាក់ជាមួយនឹងរូបសម្បុរហ្នឹងឃើញទេមិនសនាំគ្នាទៅរកថ្នាំរករបស់លាបឲ្យសចិញ្ចើមស្ទើរទៅនាំគ្នាទៅគូសឲ្យខ្មៅតែសិតតែត្រូវការនៅវណ្ណៈហ្នឹងបបោមន់មិនសូវក្រហមទៅក៏ខំលាបឲ្យក្រហមទៅសិតតែត្រូវការហើយកាលណាចង់ស្អាតនេះមិនមែនតែប្រសក់ទេជួនកាលបបចិត្តអីហ្នឹងក៏នៅមានអញ្ចឹងដែរហ្នឹងជួនកាលថ្មិញមិនសូវស្អាតទៅនាំនេះទៅគៀបអីអាហ្នឹងគេហៅអីគៀបថ្មិញគៀបអីនោះណាប្រភពឡើងមុនឡើងអីទៅនាំគ្នាទៅអីលៀបដើម្បីបាត់មុនបាត់អីចឹងដែរហ្នឹងអាហ្នឹងគឺថាគ្រប់គ្នាមិនទាន់អស់ចង់ស្អាតនោះទេអស់ចង់បាននៅពណ៌សម្បុរល្អនោះទេទើបព្រះអង្គថាកាលណាមានអាយុហើយឲ្យមានពណ៌សម្បុរផងបន្ទាប់មកទៀតព្រះអង្គនឹកឃើញថាពណ៌សម្បុរមានហើយប៉ុន្តែបើខ្វះមួយយ៉ាងទៀតនោះក៏សត្វលោកប្រព្រឹត្តទៅមិនស្រួលដែរគឺសុខៈសេចក្តីសុខណាអញ្ចឹងបានព្រះអង្គប្រទានពរមួយទៀតគឺសុខៈឲ្យមានសេចក្តីសុខផ្លូវកាយឲ្យមានសេចក្តីសុខផ្លូវចិត្តនោះបងឥឡូវលោកឧទាហរណ៍ទៅថាអាយុមានហើយអត់ទាន់ស្លាប់តែណាទេរូបសម្បត្តិនោះក៏ល្អណាស់ទៀតប៉ុន្តែបើអត់មានសេចក្តីសុខដែលកើតឡើងពីផ្លូវកាយនិងចិត្តទេតើជីវិតនឹងប្រព្រឹត្តទៅល្អទេអត់ល្អទេអញ្ចឹងបានព្រះអង្គប្រទានពរមួយទៀតគឺថាសុខៈប៉ុណ្ណឹងមិនក្រាន់ទៀតទើបព្រះអង្គប្រទានពរមួយទៀតទី4គឺថាពលៈហ្នឹងឯងដែលសំដៅលើកម្លាំងណែដែលយើងមកអង្គុយទីនេះបានណាអាស្រ័យកម្លាំងណាអត់មានកម្លាំងអង្គុយបានទេ
កម្លាំងនេះដែលហើយទៅសូម្បីតែទំពាអាហារក៏អាស្រ័យកម្លាំងដែរបើគ្មានកម្លាំងទេពិសាអាហារមិនបានទេត្រូវការគេបញ្ច្រកត្រូវការគេចោះគេបញ្ចូលហើយអញ្ចឹងគឺថាពរដែលព្រះរាមាភិព្រះអង្គប្រទាននេះគឺថាពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់អ្នកដែលមានសេចក្តីគោរពកោតក្រែងអ្នកគោរពអោនកាយថ្វាយបង្គំដល់ព្រះរតនត្រ័យជាប្រកដីនិងអ្នកដែលមានសេចក្តីចម្រើនដោយគុណមានសីលគុណជាដើមឬដែលចម្រើនដោយវ័យគឺចាស់ព្រឹទ្ធាចារ្យណាអញ្ចឹងនិយាយពីពរគឺពរមានអញ្ចឹងណាមិនមែនថាការឲ្យពរការជូនពរនេះគឺថាមិនមែនអត់ប្រយោជន៍អីទេគឺថាមានអញ្ចឹងបើអញ្ចឹងមិនមែនបណ្ឌិតពីដើមលោកសុំពរទេព្រះអានន្ទមុននឹងបានគាល់បម្រើជាពុទ្ធឧបថៈរបស់ព្រះដែលមានពភៈរមែងសុំពរអំពីព្រះដែលមានពភៈជាមុនសិនអគ្គមហាបាសិកាលោកយាយវិសាខារមែងមុននឹងថ្វាយទានចំពោះព្រះដែលមានពភៈហើយសុំពរអំពីព្រះដែលមានពភៈសិនណាមេដារបស់ព្រះបាទស្រីវេស្សន្តរមុនមកចុះចបដិសន្ធិជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យសុំពរ10ប្រការអំពីសកទេវរាជសិនណាអញ្ចឹងកាលណាបើពរមានអាកាសផ្ដិចផ្ដាសានោះក៏មានដែរឥឡូវក្រែងលោយើងក៏អត់អីធ្វើអំណះអំណាងខ្ញុំកណាលើកយកនិទានកថាមួយមកជាទីអាងយើងដែលស្គាល់ដែលស្ដាប់រឿងព្រះបាទទុពវង្សទេណាព្រះបាទទុពវង្សនឹងដំណើរនិទានបែបនេះសម័យមួយមានឥសីមួយអង្គលោកចម្រើនមេត្តាភាវនាឲ្យប្រកាន់ដោយពាក្យសត្យារហូតដល់បាននៅប្រអស់ទឹកឬយើងសន្មតថាជាឥសីមាត់ទឹកនោះថ្ងៃមួយព្រះឥសីលោកចូលមកចង្ក្រមភាវនាក្នុងទីព្រៃដែលសំគួរហើយក៏ចូលនៅសមាបត្តិដែរដល់តែគាត់ចូលសមាបត្តិគាត់ជួនអីថ្ងៃនោះព្រះរាជាក្នុងនគរលោកធ្វើនៅយាត្រាជុហយាត្រាគេថាទៅកសាលព្រៃប្រកបដោយចតុរង្គសេនាមានសេនាសេះសេនាដំរីសេនាថ្មើរជើងសេនារត់ធ្វើដំណើរទៅកសាលព្រៃជួនជាចែកដន់អីផ្លូវដែលព្រះរាជាធ្វើដំណើរនោះទៅកាត់ទីដែលឥសីកំពុងតែចូលនៅសមាបត្តិសត្វសេះដំរីទាំងឡាយកាលណាពាល់ត្រូវនៅធម្មសញ្ញាដែលលោកអ្នកមានគុណធម៌កំពុងតាំងនៅចំពោះមុខមិនហ៊ានធ្វើដំណើរទៅទៀតឈប់ទាំងអស់ព្រះរាជាឆ្ងល់ថាទេខាងមុខនោះមានស្អីបានជាសេះជាដំរីនាយសារថីវត្តវៃយ៉ាងណាក៏មិនធ្វើដំណើរទៅមុខចេះតែរាថយក្រោយប្រើរាជបំរើទៅរាជបំរើធ្វើដំណើរទៅខាងមុខឃើញព្រះតបោះកំពុងតែចូលនៅឈានសមាបត្តិណារត់មកក្រាបទូលព្រះរាជាវិញថាបបិទ្ធព្រះមហារាជខាងមុខមាននៅលោកតបោះឥសីកំពុងតែអង្គុយប្រណិប័តធម៌នឹងចឹងទៅពួកសត្វពួកសេះដំរីនឹងបែបខ្លាចនៅលោកតបោះនឹងហើយបានតែមិនហ៊ានធ្វើដំណើរទៅមុខព្រះរាជាត្រាំក៏ថាអញ្ចឹងតែឯងទៅប្រាប់តបោះឥសីនឹងទៅថាយើងស្ដាច់ផែនដីណាធ្វើដំណើរកាត់ផ្លូវហ្នឹងឲ្យក្រោកចេញទៅដើម្បីឲ្យក្បួនចតុរង្គសេនាយើងធ្វើដំណើរទៅមុខទៀតឥសីដែលលោកកំពុងតែចូលនៅឈានសមាបត្តិលោកមានបានតែខ្វល់ខ្វាយអំពីសំឡេងខាងក្រៅអីនាយរាជបំរើទៅប្រាប់មិនក៏លោកនៅតែមិនដឹងលោកនៅតែអង្គុយស្ងៀមត្បឹងនឹងកណ្ដាលហ្នឹងតែនៅទីហ្នឹងតែ
រីបំរើតលតម្រេះធ្វើមិនក៏មិនរលឹកមិនក្រោករត់ទទួលពរាជាវិញតាមដំណើរពរាជាតែអញ្ចឹងនាំគ្នាលើកអេសីនឹងចេញពីផ្លូវទៅពីមាត់ផ្លូវហ្នឹងទៅពួកនាយទាហាននាំគ្នាទៅលើកអេសីក៏លើកមិនរួចព្រោះអានុភាពនៃឈានសមាបត្តិដែលលោកតាំងនៅហើយមិនកម្រើកញាប់ញ័រចាក់ទីទេធ្វើមិនក៏មិនបានធ្វើមិនបានព្រះរាជាលោកខ្ញាល់ណែរឿងខ្ញាល់រឿងទឹះរឿងតោះហ្នឹងវាមានមកក្នុងសង្គមមនុស្សយើងតាំងដល់ពីណាពីណីមកហើយដោយព្រះរាជាគ្រប់គ្រងអាណាចក្រក៏មែនហើយប៉ុន្តែរឿងដែលត្រូវទឹះត្រូវតោះក្នុងវាំងហ្នឹងវាច្រើនណាស់ប៉ុន្តែដល់តែទៅព្រៃហើយទៅតោះនឹងអីសីតែមួយអង្គដល់អង្គុយនឹងទៀតមែនតែនទៅបើក្រំតបផ្លូវជិះបន្តិចទៅក៏រួចខ្លួនទៅហើយប៉ុន្តែអំណាចតែមកចង់តោះណាមកចង់ទឹះខ្ជិលវៀងផ្លូវអំណាចទៅចិត្តនឹងគេថាចង់នោះណាបញ្ជាឲ្យពួកពលសេនានឹងទៅលើកដុំថ្មយកមកគ្របឥសីហ្នឹងទៅកុំឲ្យសត្វសេះសត្វដំរីហ្នឹងវាឃើញវាមិនហ៊ានដើរពួកនេសេមាមាតនោះព្រះរាជាប្រើហើយណាយើងនៅតែចង់យកចិត្តព្រះរាជាផងអីផងហើយម្យ៉ាងស្ដាច់ហើយក៏មិនហ៊ានទៅទាស់ទៅចំទាស់អីចិត្តទៅលើកដុំថ្មហ្នឹងទៅគប់គ្របពីលើទៅហើយដុំថ្មធម្មតាយើងអ្នកដែលលើកយកទៅដាក់នោះមិនមែនលើកទៅតម្រៀបអីលើកបោះកោលើលោកតបោះឲ្យស្អីដែលកំពុងទៅចូលនៅសមាបត្តិហ្នឹងហើយក៏ធ្វើដំណើរទៅសបាយហូហែអីនឹងព្រៃហើយត្រឡប់ទៅវាំងអីទៅវិញទៅអីស្អីក្រោយពី7ថ្ងៃក្រោយដែលលោកចេញពីសមាបត្តិមកវិញពេលដែលលោកនៅតាំងសមាបត្តិអំណាចនៃសមាបត្តិរក្សាការពារអាយុជីវិតលោកប៉ុន្តែដល់ទៅពេលលោកចេញមកវិញអាដែលដុំថ្មដែលគេគប់គេកវែងគ្របពីលើនេះបាក់សង្កត់មកបាក់ដៃបាក់ជើងក្រំក្នុងលោកចាណាថាទេមិនរស់ទេប៉ុន្តែលោកដល់តែសេចក្តីឈឺចាប់កើតឡើងទៅលោកក៏ពោលថាទង្វើហ្នឹងជារបស់អ្នកណាចូលត្រឡប់ទៅកាន់អ្នកនោះវិញចុះលោកពោលប៉ុណ្ណឹងនៅអំណាចលោកជាស្អីដែលមានមាត់ទឹកមនុស្សមកវាំងនោះមនគរនោះដែលនាំគ្នាធ្វើទុកបុកម្នេញអីស្អីលើកថ្មមកគ្របសង្កត់នោះក៏កើតដុំថ្មទាំងអស់ក្នុងពរាជាទាំងមហេសីស្រីស្នំក្រមការបុព្វរិយាអីហ្នឹងទៅទាំងអស់ហើយស្អីលោកពិចារណាទៅលោកថាអូនិយាយហួសទៅហើយមិញនោះឥឡូវមកនគរនោះកើតថ្មទាំងអស់ទៅហើយប៉ុន្តែលោកមានសិស្សមួយអង្គនោះឈ្មោះប្របាទទឹកប្រវងឈ្មោះព្រះទឹកប្រវងអញ្ចឹងតែឈ្មោះទឹកប្រវងហ្នឹងជាសិស្សរបស់អេសីហ្នឹងលោកពិចារណាថាគូព្រេងរបស់ទឹកប្រវងហ្នឹងវាត្រូវជាកូនស្រីបកើតស្ដេចដែរកើតថ្មហ្នឹងប៉ុន្តែធ្វើម៉េចបើនាងនោះកើតថ្មតាមបិតាហើយមនុស្សមកវាំងនោះកើតថ្មទាំងអស់ហើយដែលលោកថាបែបហ្នឹងទៅថាទៅវាដោយទំនាក់ដែលអត់បានដឹងរឿងដែរនោះដូចបុតដូចអីដែលនៅក្នុងរាជវាំងមានបានមកកសាលជាមួយបិតាអីប៉ុន្តែអំណាចទោសរបស់បិតាកសាងនោះវាដោយគ្នាទាំងអស់ហ្នឹងណាអញ្ចឹងរឿងពោជ័យរឿងបណ្ដាសាហ្នឹងគឺថាយើងអ្នកធ្វើជួនកាលវានាំអន្តរាយទៅដល់អ្នកដែលជាសាច់ជាញាតិដែលមិនដឹងអីនឹងទៅទៀតចាអញ្ចឹងក៏ហៅទឹកប្រវងមកចាប់ដៃជាប់ឲ្យពោទឹកប្រវងថាយើងឯសីមាត់ទឹកឲ្យពោចៅឯងឈ្មោះទឹកប្រវងឲ្យមានរិទ្ធឲ្យឈ្នះទឹកឲ្យឈ្នះភ្លើងឈ្នះព្រះអាទិត្យឈ្នះព្រះច័ន្ទឈ្នះយប់ឈ្នះថ្ងៃឈ្នះក្តៅឈ្នះរងាឈ្នះយៈឈ្នះមាឈ្នះច្រើនណាស់ពោច្រើនណាស់មានរិទ្ធច្រើនណាស់ហើយក៏ប្រាប់ថាគូរបស់ចៅត្រូវជាបុត្រីរបស់ព្រះរាជាដែលត្រូវបណ្ដាសានោះកើតថ្មនោះហើយកើតថ្មនឹងរហូតដល់តែ1000ឆ្នាំ
1000 ឆ្នាំបានរួចបណ្ដាសានឹងប៉ុន្តែអាយុចៅឯងរស់បានតែ100ឆ្នាំទេអញ្ចឹងចៅឯងត្រូវធ្វើម៉េចគឺចិត្តដល់អាយុ100ហ្នឹងបេះស្វាយកាល់ម្ដងឬក៏ដូងកាល់ម្ដងសម្រាប់បរិភោគដើម្បីបានតាំងនៅ100ឆ្នាំតទៀតហើយធ្វើបែបហ្នឹងរហូតដល់ឆ្នាំទី1000សំយកឆ្នាំនេះទៅលាបលើថ្មដែលធ្លាប់ជាមនុស្សទាំងអស់នោះទៅឲ្យប្រែคลายមកជាសភាពដើមវិញទឹកប្រវងនឹងក៏ទទួលពរអំពីអីសីនឹងហើយអីសីក្រោយពីឲ្យពរទឹកប្រវងហើយក៏ធ្វើមរណកាលទៅកាន់ព្រហ្មលោកបាត់ទៅដោយអានុភាពនៃឈានរបស់លោកថ្លែងពីទឹកប្រវងវិញក្រោយពីបានពរពីអីសីដើរកាត់ថ្ងៃពពកបាំងមិនហ៊ានជះពន្លឺមកចំទេព្រះអាទិត្យភ្លៀងបើកាលណាទឹកប្រវងនៅក្រៅទីចម្រោកគឺថាមិនហ៊ានធ្លាក់ទេមិនហ៊ានធ្លាក់មកកន្លែងទឹកប្រវងឈរទេសុកចិត្តធ្លាក់បង្ហោះឬធ្លាក់បង្ខុសកន្លែងមកលុបឈើបើកាលណាទឹកប្រវងអង្គុយហើយមិនហ៊ានបដូរទិសដៅទេបើថាថ្ងៃជ្រេទៅណាក៏ជ្រេទៅប៉ុន្តែមកលុបតាំងនៅដដែលតតែទឹកប្រវងក្រោកចេញបានមកលុបនឹងជ្រេតាមមានដឹកមានដៃជះណាទឹកប្រវងនោះដោយអំណាចពររបស់ឥសីដល់តែជិត100ឆ្នាំគាត់ទៅបេះស្វាយកាល់ហើយស្វាយកាល់មានយៈមានពួកអសរពួកកំភ័នអីថែរក្សាការពារនឹងប្រយុទ្ធគ្នាតម្រាំតបានបេះស្វាយកាល់នឹង100ឆ្នាំបេះមួយ100ឆ្នាំបេះមួយដល់តែឆ្នាំទី1000ដល់ឆ្នាំទី1000នឹកឃើញបណ្ដាំរបស់តាទៅជួយសង្គ្រោះគូព្រេងគូព្រឹត្តនោះតែលោកដៃស្ទាបឆ្នាំនៅចង្កេះដែលកវ៉ាត់ទុកនឹងចង្កេះនោះវាបាត់ចុះមនុស្សអាយុត្រូវរស់បានតែ100ឆ្នាំដល់ទៅពេលតាំងនៅដល់1000ឆ្នាំវាយូរណាស់យូរបាត់វែងទីណាត់ទីណៃមែនតែនទៅណាដល់អញ្ចឹងវាភ្លេចមិនដឹងឆ្នាំនោះបាត់ទៅណាស្ទាបនៅមិនឃើញនិយាយពីឆ្នាំនោះវិញទៀតដោយសារតែកាលតែទឹកប្រវងទៅបេះស្វាយកាល់នោះបរិភោគស្វាយកាល់ហើយងងុយក៏សម្រាកទៅហើយពួកព្រាយបីសាចដែលនៅរក្សាស្វាយកាល់នោះនឹកឃើញថាអាគាត់នឹងអញវាយមិនដែរឈ្នះសង្ស័យតែប្រកែដោយសារតែអាថ្នាំកទៀតចកេះហ្នឹងណាបើដេកលក់អញ្ចឹងទៅលួចយកមកក៏វែងចោលក្នុងមហាសមុទ្របាត់ទៅប៉ុន្តែអត់ដឹងថាទឹកប្រវងមិនមែនប្រកែដោយសារថ្នាំហ្នឹងទេប្រកែដោយសារពរដែរឥសីជាគ្រូនោះបានប្រទាននោះទេដល់តែយកថ្នាំគេកវត្តចោលបាត់ទៅនៅតែគេវាយឈ្នះអញ្ចឹងប៉ុន្តែមិនហ៊ានប្រាប់ថាយកថ្នាំគេទៅកវត្តចោលអត់ទឹកប្រវងលោកទៅបើយើងភាសាសាមញ្ញថាទៅកបួចកសួរនាំទៅប្រាប់ថាទេលោកម្ចាស់ហើយកាលនឹងខ្ញុំស្មានតែលោកម្ចាស់ឯងប្រកែនឹងថ្នាំនឹងបានតែខំលួចថ្នាំនឹងយកទៅកវែងក្នុងមហាសមុទ្រលោកទៅមហាសមុទ្រសួរអរសមុទ្រទៀតអរសមុទ្រថាទេលោកម្ចាស់ហើយខ្ញុំឃើញដែរកាលនោះគេកវែងមកចូលមហាសមុទ្រមានកពើមួយវាទៅលេបយកទៅអញ្ចឹងកពើនោះទៅណាតែកពើហ្នឹងក្រោយតែវាលេបទៅវាក្តៅតែងវានៅបានវាឡើងទៅក្រាំងលើគោកទៅដល់គោកសួរអ្នកតាភ្នំហ្នឹងទៀតអ្នកតាភ្នំថាបបពិតលោកម្ចាស់ហើយកពើហ្នឹងក្រោយទៅវាលេបថ្នាំឡើងមកក្រាំងហើយវាក្តៅរន្ទះបង្កាច់ងាប់បាត់ទៅប៉ុន្តែក្រោយមកមានឥសីមួយអង្គឈ្មោះអាគីណេតនោះលោកមកចង្ក្រមភាវនាលោកឃើញកពើនឹងវានៅស្រស់មិនទាន់មរណកាលអីយូរទេលោកក៏ប្រោះទៅក៏កពើនឹងវាប្រែទៅជាសត្វរមាសធ្វើជាយានជំនិះរបស់លោកបាត់ទៅអញ្ចឹងលោកម្ចាស់ធ្វើដំណើរទៅរកឥសីហ្នឹងទៅដល់ក្រៅបង្គំឥសីឥសីអាគីណេតនោះធម្មតាបណ្ណែនលោកបើកលេចទៅត្រូវឆេះទឹកប្រវងនោះបើសិនជាមនុស្សធម្មតាត្រូវឆេះតិចដល់ទឹកប្រវងដើរមកឥសីបើកភ្នែកទៅក៏អត់មានឆេះអីណាពោមាត់ទឹកដែលឥសីជាគ្រូឲ្យនោះទើបពិចារណាថាទេចៅប្រុសនេះជាអ្នកមានបុណ្យបារមីហើយបានតែមិនវិនិច្ឆ័យដោយសារភ្នែកនោះដោយសារអាគីដែលកើតឡើងពីភ្នែកសួរនាំដើមហេតុដើមតងទៅក៏ដឹងថាអូកពើនឹងវាកើតជាល្បិះនឹងក៏ពិតមែនហើយថ្នាំដែលវា
គេបោះចោលមក900ឆ្នាំទៅហើយវារលាយចូលក្នុងសរីរៈរាងរបស់សត្វរមាសនឹងអស់ហើយវាអត់មាននៅសល់អីទេប៉ុន្តែចៅកំព្រួយអីយកសត្វរមាសនឹងទៅហើយបើទៅជួបគូព្រេងនឹងហើយឲ្យសត្វរមាសនឹងលិតទៅទឹកមាត់រមាសនឹងក៏រមែងបន្សាបនៅបណ្ដាសារបស់អេសីណាក្រោយមកក៏ធ្វើទៅបានចុកកដុំរមនាឡើងមកវិញរឿងនេះមិនមែនចង់និទានអីវែងឆ្ងាយទេប៉ុន្តែចង់បញ្ជាក់ថាអំពីអាកាលដែលឲ្យពរនិងការដែលពេចផ្ដាសាហ្នឹងវាមានអត្តភាពអញ្ចឹងដែរប៉ុន្តែពរនោះវាប្រកបដោយការឲ្យដែលបរិសុទ្ធផងចំណែកបណ្ដាសាវិញវាត្រូវប្រកបដោយហេតុដែរដូចតែយើងនៅសុកអញ្ចឹងណាយើងអត់ធ្វើអីគេសោះយើងប្រព្រឹត្តតែល្អសោះប៉ុន្តែគេមកជេរផ្ទិចផ្ដាសាប្រមាថអ្នកងាយកាត់ពៀនយើងអានឹងផ្ដាសាហ្នឹងវាមិនត្រូវទេកុំឲ្យតែយើងទៅប្រព្រឹត្តអញ្ចឹងមែនដូចតែយើងទៅលួចរបស់គេតើគេដាក់ផ្ដាសាមកពូនអាផ្ដាសាហ្នឹងវាត្រូវអញ្ចឹងមែនព្រោះយើងទៅលួចរបស់គេមែនណាអញ្ចឹងបាននិយាយពីប្រទេសកម្ពុជាយើងតាមពុតកម្ពុនេះប្រែថាមាសទេណាតែយើងទៅវាជាថាកម្ពុជានឹងប្រទេសមានកម្មអីចឹងទៅហើយដល់អាជាចុងក្រោយហ្នឹងកម្មឲ្យជាវិញអីចឹងទៅអត់ដល់យើងថាខ្លួនឯងទេកម្ពុនោះមាសដែរណាជាមកពីពាក្យថាជាតិប្រទេសជាតិជាមាសអញ្ចឹងដែរណាឈ្មោះល្អហ្នឹងណាបណ្ដៃយើងចេះតែបកប្រែឲ្យខុសអីចឹងទៅថាកម្មហ្នឹងវាមកពីប្រទេសមានកម្មតែអញ្ចឹងខ្មែរយើងនេះវាដូចត្រូវបដាសាដូនតាខ្លួនឯងអញ្ចឹងណាដឹងត្រូវបដាសារឿងអីទេហ៎ដល់វាសពថ្ងៃប្រមាត់តែយើរៀងខ្លួននេះខ្មោចបីសាចណាពីដើមលោករាប់ហៅ3ចេះលោកហៅព្រាយខ្មែរយើងណាហៅព្រាយហៅបីសាចហៅអរិយហៅអ្នកតាហើយហៅមួយទៀតហៅប្រមាត់តយើដែលលោកហៅប្រមាត់តយើនោះលោកហៅសំដៅលើអាពួកបីសាចមួយប្រភេទដែលបញ្ចូលចិត្តផឹកស្រាស្រាប់តែឃើញចូលរូបពីណាភ្លឹបបកាច់ទាស្រាសទៅថាអូអានោះប្រវត្តិប្រមាត់តយើចូលឡាយវាស្រាដាក់ឲ្យវាទៅអញ្ចឹងទៅហើយដែលខ្ញុំកណ្ដាលថាយើងវាជាប់បដាសាដូនតាយើងនេះប្រមាត់តយើរៀងខ្លួនទៅរងហើយចូលចិត្តពិសាដែរហ្នឹងនំមនុស្សប្រមាត់តយើហ្នឹងអញ្ចឹងអានេះមិនជេរទេណាអាត្មាថាពាក្យបុរាណទេហ្នឹងហើយពាក្យបុរាណពាក្យខ្មែរយើងហ្នឹងណាលោកប្រើថាប្រមាត់តយើអញ្ចឹងណែយើងចង់ដឹងថាខ្មែរយើងត្រូវបដាសាដូនតារឿងអីទេហ៎ចង់តែ3នាក់ហ្នឹងមកលើករឿងឲ្យគិតទេណាមិនថាអញ្ចឹងទេប៉ុន្តែលើកឲ្យគិតយើងក៏លេខទៅ1000ឆ្នាំមុនទៅ900ឆ្នាំមុនទៅ1200ឆ្នាំមុនដូនតាយើងកាលនោះគាត់ធ្វើអីណាគាត់កសាងអីកសាងប្រាសាទហើយប្រាសាទហ្នឹងមិនមែនដូចយើងថាថ្មទុនថ្មជ្រាយទៅកាត់យកមកធ្វើអីមែនទេណាថ្មគឺថ្មហើយវារឹងហើយគ្មានគ្រឿងចាក់គ្រឿងអីទេលោកទៅកាប់ទៅឆ្កៀលតម្រាំតែបានកើតប្រាសាទមួយពិបាកមើលទៅលោកទានអង្គញាលោកធ្វើលងវែកហ្នឹងទៅប្រើគ្រឿងចាក់ផងក្របប្រើមនុស្សផងប្រើស្អីផងនៅតែតម្រាំតែបានលើកថ្មម្ដុំនឹងមកតាំងនៅអញ្ចឹងបានណាចុះតែដូនតាយើងធ្វើប្រាសាទសម័យកាលនោះវាអត់មានគ្រឿងចាក់គ្រឿងអីជំនួយកម្លាំងផងលោកប្រើដោយកម្លាំងបាយកម្លាំងសេះកម្លាំងដំរីសពសាទ
នៅពិបាកប៉ុណ្ណាដល់តែពិបាកអញ្ចឹងតម្រាំតបានកើតជាប្រសាទលោកថាទេអញខំធ្វើហត់ណាអញ្ចឹងហើយបើឲ្យវិនិច្ឆ័យធម្មតាមិនកើតទេលោកដាក់បដាសាជាមួយនឹងកសាងហើយដាក់ពរជ័យជាមួយដាក់បដាសាជាមួយហើយបដាសាហ្នឹងទេព្រះអង្គចេះតែថាទេយើងទៅមើលតាមសិលាចារឹករបស់ប្រាសាទដែលមានសូមដាក់បដាសាអ្នកណាដែលបំផ្លាញប្រាសាទអ្នកណាដែលរុករៀនទន្ទ្រានប្រាសាទឲ្យវិញចេះឲ្យវិញចុះមកមិនចង់និយាយចំទេបដាសាហ្នឹងក៏អក្រក់អក្រៃណាស់ដែរប៉ុន្តែដាក់ចុះដោះឡើងវាអត់ត្រូវអ្នកឆ្ងាយវាត្រូវកូនចៅគាត់ហ្នឹងកូនចៅគាត់ហ្នឹងពីណាហ៎គាត់អីគាត់ជនជាតិអីខ្មែរដល់កូនចៅគាត់វាមិនខ្មែរហើយខ្មែរហ្នឹងអ្នកណាដែលយើងទៅលួចប្រាសាទទៅកោះប្រាសាទទៅលួចវត្ថុបុរាណទៅកាត់ក្បាលអ្នកតាកាត់ក្បាលរូបចម្លាក់ទៅលក់ឲ្យសៀមឲ្យអីហ្នឹងហើយគាត់ដាក់បដាសាពូជណាអ្នកទៅរំលំលាយប្រាសាទពូជហ្នឹងទៅត្រូវបដាសាចុះឡើងអាពូជខ្មែរឯងហ្នឹងមានដឹងតែខ្មែរយើងលួចវត្ថុបុរាណពីស្រុកទៅលក់ឲ្យគេទេមានទេនោះឯងត្រូវបដាសាគាត់ណាទៅដោយអញ្ចឹងទៅបើអញ្ចឹងហើយបានតែខ្មែរយើងនឹងបដូរទៅជាប់បដាសាម៉ែឪឯងអញ្ចឹងមិនជ្រៅទៅមិនឆ្ងាយទេរឿងល្អអត់នាំគ្នាសាទរអីទេនាំគ្នាដូចថាពេលខ្លះថ្មិលសឹងថាគ្រប់តែគ្នាអញ្ចឹងទៅណាទីណាត់ទីណៃមិនដឹងលិចដឹងកើតអីទេណារឿងគួសាទរមិននាំគ្នាសាទររឿងគួណែឈឺឆ្អើមិននាំគ្នាឈឺឆ្អើទេប៉ុន្តែចេះតែប៉ាតណាប៉ាតណីមិនត្រូវជំនាញមិនត្រូវប្លង់អីក៏ដោយកាលណាស្រុកទេសមានសេដ្ឋកិច្ចទៅនាំគ្នាវិភាគរឿងសេដ្ឋកិច្ចទៅកាលណាចេះគ្រប់គ្នាចឹងទៅកាលណាស្រុកកើតនយោបាយទៅនាំគ្នាវិភាគនយោបាយចេះគ្រប់គ្នាចឹងទៅកាលណាស្រុកមានតែរឿងអាណាគ្រួសារអាណាឆ្លោះគ្នាវិភាគគ្រួសារគេចឹងទៅចេះគ្រប់គ្នាចឹងជួនកាលណែរៀនមិនបានជ្រៅអីទេគាត់បានរៀនចប់ថ្នាក់ទី7ទី8អីទេប៉ុន្តែអង្គហេតុវិភាគគ្រួសារគេនឹងខ្លាំងជាងមេធាវីប្រចាំគ្រួសារគេទៀតអញ្ចឹងឃើញអញ្ចឹងទេឃើញតែអាត្មាទេដឹងអញ្ចឹងណាហើយបើរឿងធម៌អញ្ចឹងទៅរឿងធម៌ហ្នឹងជួនកាលតអ្នកមូក៏គាត់មិនចេះសូត្រឲ្យត្រូវប៉ុន្តែប៉ុន្តែតែចេះអញ្ចឹងទៅវិភាគថាធម៌នោះវិញចេះធម៌នោះវិញចុះបីដកចេះគេដកនោះវិញចុះហូហែអីអញ្ចឹងមកឃើញចេះគ្រប់រឿងទេណាហើយចេះហ្នឹងល្អហើយមិនល្អមិនមែនចេះស្រួលទេហ្នឹងនោះហ្នឹងហើយណាជួនកាលអុកញ៉ាឆ្លោះគ្នាហ្នឹងទៅវិភាគថាអុកញ៉ាវិញចេះវិញចុះអីចឹងទៅវិភាគចុះវិភាគឡើងវាភ្លេចគិតថាអាស្អែកហ្នឹងដល់ការប្រាក់ហើយណាហ្នឹងហើយណាហើយបើបានទៅនាំគ្នាវក់វិញវក់អាក្រក់យើងហ្នឹងណាយើងទាំងអស់គ្នាហ្នឹងណាចុះបើយើងក៏ខ្មែរដែរហ្នឹងហើយណាវក់អាក្រក់ហ្នឹងទៅដូចចូលឆ្នាំអីចឹងទៅចូលឆ្នាំពីដើមគេនឹកឃើញមុនគេគឺថាទៅវត្តបោះអង្គុញចោលឈុងទាញព្រាត់លាក់កសែងស្ដាច់ចង់អីចឹងទៅណាប៉ុន្តែឥឡូវនេះមុនចូលឆ្នាំមួយខែអ្វីដែលគេនឹកឃើញមុនទេគឺជះទឹកគ្នា
nè nè tình chân này dây cho một bên thà sọc dương và đôi từ trâu và đa xa đồn ta ai chân nè ngài chân là cô đã thương mấy tới cô đã dương nè nòng kia khnak này đằng lọ đằng ngọc cọ chui tụm nộp bùm rong cài prai thay đã xa và xa đây mà quên chân mau còn oi nòng kia chết tầng ngơ là hốt đau ra việc bê nhá nè để mà sao mình đến trong cái na nè từ căn và xa bồ ra mùi sao vậy nhá sao mà ngay đờ tới và xa nắng người miền nhiều tôi sẽ cho ấy cái chân trôi thọt rút thọt ấy chẳng đè con té Khmer dương nâng vào bên Cham, bên Sim, bên Việt Nam ấy thế Khmer dương nâng nè nôm khnia từng cùi đông con từ hộp đi hộp nụ từ một bà xa nâng tới nè rương nâng bởi dân vô một kích là cua đấy hả nâng chân rương chân ấy còn nông khnia thư nè để cái không bao hang bao là bo nó dương từ sập bài ấy nơi cả lại kia nông tư tam bà sa đấy bị đau cái thưa đâm bầy ấy hả dương miền đông ăn từ đây bà sa thế bà sa chỉ po cho nên than na sầm rập cờ rúp á ai đâu tự dương tình chắn với lên cờ rúp à tầm tay tha ấy bà lợi vào nông quạt cho kiên chân đại gặp khơi đấy miền kỳ từ chân nông quạt đấy nâng á đặt mà thà về bỏ mặt là dâu tầng óc kia đi tới nè bằng mình nuốt bằng mình tầm chân đấy nâng à chân cùng ấy và tua tiên cho đó mình ham mấy tê còn tay của tua tiên nông niêm chia mình nô cứ ta cái score cần lại cua cần lại mấn cua là ngay mình bên đặt tê than chân ở bạch ở ham mấy tê của đông ta ham mình sẽ khót còn ban mình đây còn là ta score cần lại cua tới để không vật không va ấy chân tới cùng cua miên ấy nè cùng cua miên ấy chứ mà cái ngon thà vật ta sót mấy bạn là thư là bong cua hết mà khai cái thư chân chứ mà thư chết đấy nà đào mưa ó mình nuôi tới tràn cái từ cái miền bồn miền tiến khai từ miền chẳng tới của bà chẳng cứ thà thư là bò người chết đấy ai bảo bị na kia nơi tới châu tới khang nông thời chẳng thiết anh bật kia chết đấy đặt xe kia đấy là ngài anh chẳng chẳng cả lọt một bên thà rừng po chay nâng bà đa xa nó vì mẹn ọt đi bàn tay dương trôi chất ở bà cây kia mà nẹ mà tư tới đối rừng buôn nông sạch chẳng ở lời chất ở trôi chân nam ai khá tới và có thà tê buôn nông sạch bạch cam bia đang mà krong chẳng tới mà krong dưới có kia thà tê vì không miền tập buôn nông sạch ấy na tập bạch cam cắt bia ấy tê bia tập bị thưa hai đang ở tập tua vậy dương mà nuốt kịch chân mà nuốt chảo mà nuốt là ngung mà nuốt ập đằng ấy chân đây đang bọc tay chân đây còn đây trong cả nào thằng na của mình nơi đây và phơi mui dương kịch vậy cam mà mát đó nè bị ta cam nâng về mẹ là cọ tê to ta tham phải dục bị mục mới clear tiết thả cậu sao đừng ạ cậu sao cả na bà pra tiết thả cậu sao là cam cứ cắm là bà pra thả ạ cậu sao là cam nâng về cọ chân tiết thả cam biên cóm lăng má opama thả dạng đây cả na cam để chia ạ cậu sao miên cầm lăng chiêng cam
đại chia vị bạ nó rồi mấy oi phá môn cầm đến oi sự đầy sọc cà na cầm chia cổ sao bên cầm lăng chiến cầm oi vị bạ chỉ sọc nó rồi mấy oi phá môn ốc ma bay đô chia sắp mà rất đại miên cầm lăng cùng tung tài rất hai miên sắp sẵn nọ đại chỉ priêm bằng vật đó là o hai đinh tỷ còi sắp tầm tì ni sắp sân tầm miên cầm lăng tầm tai bờ cà ná sắp mà rất khẳng mốc miên cầm lăng khẳng chiến rồi mấy kích phóp ẩm phí cờ nhằm nấy sắp sẵn nọ đại cùng tung đinh khẳng còi cà ná sắp sẵn nọ khẳng còi miên cầm lăng khẳng chiến rồi mấy thăm chồng tia sắp mà rất đáy rốt nơi kháng một từ nâng ộ tia ho thả sắp mà rất bay đôi chỉ dương từng ọc nìa có sao là cam hạ bay đôi chỉ sắp sẵn nó đến nơi kháng còi bởi cả là dương từng ọc nìa miên của sao không luôn kháng chiến cam nô ta mình toán hỏi phao mình bàn nè chẳng ban đề lúc ở dương trắng thưa cục sao rưỡi bằng bay chồng ra nơi cầm lăng đó nghe đại chỉ có sao đó nghe ao phốt ông pí thấy một kia nâng sân nhiều lẽ bố cam na đây về tam mò hói tam lên toán dương trôi tới căn mà tạ sóc cứ prend là tiền phốt cam nú ở bên nào cả ỏi phốt lục háo tha chia háo sẽ cam sẽ ta cam nâng về thử ỏi phốt lần chiết nâng nghe còn tay cầm lăng bôn bị chiết môn xong nâng dương không thưa lấy vì rinh dương phốt từ một như thế cầm nóng về chăm ỏi phao chiết còi bao ta chiết còi dương không thưa là o tiết đốt cho môi của sao chiết môn một tiết dương rinh từ phốt tiết tới của sao là cầm rinh từ phốt tiết tới của sao nó chăm ỏi còi tiết dần đấy còn đâu bị dương phịch khluốt cầm nâng chờ mò từng triêm prấp nâng cứ thả bảo vệ của sao ỏi phao lại chân ban bồ ran lược do bị thi tung trong sạch nè mình men than lược đầm bay bắt cầm bìa thế cứ lược máu đầm bay ở dương tả rốt chầm ra được bôn cố sao đầm bay ở về miên ẩm nai bôn đăng ạ để chui thêm mấy ở về phốt ẩm pi đạp một cru một kia đây về bầm rong nằng cao nằng tây đôi bẩn đất bị đám lục môn nằng thưa cô cho tới căn sâm tư lục buôn nông sạch nơi nằng chne sầm mất thay bằng cung hai lục chia tranh từ sầm tơ lệch thưa giang ná cóอายุชีวิตโลกมันออกไอจีตาสัตว์มีนหาเป็นพอจังยืงกำตัวประกันทัดฟื้นบนปูนพนงสัตว์เดี๋ยวอัดประดับกรรมไอเต้ปูนพนงสัตว์นั่งบีประดับกรรมไออย่างได้อย่างนู้นทำเป็นแมนเต้เพลย์นั่งปีมวยน้าก็ยืงกลมโยไออย่างโยเพลย์กระดาษคือแต่คอมก่อสร้างกุศลให้พนงสัตว์นี่เป็นเมียนปีแบบตบตะเจตยังกรีปปัจเจียงหรือกระถาเวียลุกะเจตยังเนี่ยมวยเนี่ยได้ฟื้นพนงซ้ายอดตื้อจมปุ๊บพนมมวยตีอดตื้อจมปุ๊บประจุลามันดีเจ็ดได้ใบยืงสามารถทับปืนพนงซ้ายขังมกเนี่ยกำนางเอาประจุลามันดีเจ็ดได้ให้ทวายบังกุมเต้สัวถ้าเป็นนั่งบานบ้นหรือก็บานบาปบนรวมแมนจีตรงเบอร์ได้บานบาปไอเต้แมนจีตรงเบอร์จีโกซาไอเต้จังจีอุบายระบจ้าประเทศจาจำนวนมุนขนมกาปรโมยบนโนเอาโมโกรบโบจีหายรวมแมนบานจีตีปังคลาระบคล้วนแต่การโลขังหมกสลับแต่มาเจียดนะมาเชียดมนุษย์นู้นนะมันได้ถูกบนซะรอกซีแต่จะก็จุกรอกซีแต่ก็หมอนรอกซีแต่สตูตรีรอกซีแต่ดะได้ดะมองดะปะไก่ก็มันได้สกอลบนสกอลวอดอารามไอซะจังกอดสลับเตยประกอบแต่เตยหนาประกอบแต่เตยอบายอยู่ภูมิให้จังโลกเนี่ยปลายโลกอันนัดโลกสังครัวลกตัวตาเต้เนี่ยไอ้เฟือบนปุ่มพนมสั่นเกเต้วอดกิจเฟือให้ไกลล้อเบียบ้านโรยกำโรยเปียกล้ากอดนู้นนึกคืนท่าแมนอันมันได้เฟือบนไอ้ซอกสำหรับแต่จุกสำหรับแต่กูสำหรับแต่มอน
សម្រាប់តែត្រីឥឡូវគេធ្វើបន់ពុំក្នុងខ្សាច់ទៅគេទៅក្រែងលោវាបានបន់ខ្លះឬក៏ក្រែងលោវារំលោះកម្មខ្លះគាត់នឹកឃើញអញ្ចឹងទេដល់តែគាត់ទៅធ្វើទៅអំណាស់ក៏បានចំណាយបន់បន្តិចបន្តួចគ្រាន់តែជាស្បៀងជួយយឹតយោងគាត់ក្នុងលោកខាងមុខទៀតដែរនឹងជាអបាយដែលលោកអាណិតចំពោះលោកអ្នកដែលកសាងវិរិយកម្មអញ្ចឹងណាអញ្ចឹងយើងទាំងអស់គ្នានេះកុំទៅឆ្លោះកុំទៅទាស់កុំទៅតែងកុំទៅណែចេះគ្រប់រឿងពេកពេលខ្លះណាណែតែនាំគ្នាឆ្លោះគ្នានឹងដោយសារតែចេះគ្រប់គ្នាពេកវាអត់ស្ដាប់គ្នាហ្នឹងហើយណែដល់តែចេះគ្រប់រឿងទៅក៏ចំណេញតែឆ្លោះគ្នាហើយដឹងប៉ុន្តែអត់មានដងកាប់ទៅវាទៅតែខ្មងគ្នាឯងហ្នឹងអញ្ចឹងណាអ្មេចបានថាគ្នាឯងសប្តាហ៍ថ្ងៃគឺថាឆ្លោះគ្នាទាំងខ្មែរគ្នាឯងដឹងអ្មេចថ្មធ្លាប់ឃើញចេះធ្លាប់ឃើញណែខ្មែរឬក៏អ៊ីស្លាមអីចឹងណាបើមានជនជាតិណាតែឆ្លោះគេហ្នឹងគេចូលមកជួយគ្នាគេហើយពីដើមមានវៀតណាមអីនៅលើទូកអីចឹងទៅដល់ខ្មែរតែឆ្លោះវៀតណាមអូចូលទៅជួយគ្នាគេណាគ្នាគេត្រូវខុសក៏ទុកម្ដុំគេជួយគ្នាគេសិនណាអានោះវារឿងធម្មតាថ្មឃើញទៀតឃើញកាលណាបើសត្វខ្លាវាទៅខំសត្វឆ្កែព្រៃសត្វឆ្កែព្រៃហ្នឹងវាទៅជួយគ្នាវាសិនកាលណាឃើញសត្វខ្លាទៅខំបងស្វាហ្នឹងវាជួយគ្នាវាសិនត្រង់តែគ្នាវាខុសត្រូវអីវាមិនតាន់វែកញែកទេទុកសិនជួយគ្នាវាសិនប៉ុន្តែមកចម្លែកអីនឹងខ្មែរយើងសពថ្ងៃវាឆ្លោះទាំងខ្មែរគ្នាឯងហ្នឹងមើលទៅរងថ្ងៃនោះជាមរាយគ្នាដាក់ទំនាយគ្នាដាក់បដាសាគ្នាជួនកាលដាក់ត្រូវពូជម្បោខ្លួនឯងទៅក៏មានដែរណែចេះយើងមិនប្រកាសថាព្រះរាជាណាចក្រកម្ពុជាប្រជាជនកម្ពុជាបរិបូរណ៍ដោយស្នាមញញឹមប្រជាជនកម្ពុជាពោពេញដោយគុណធម៌សុជីវធម៌មានភាពថ្លៃថ្នូរអីចឹងដែរនៅរាល់ថ្ងៃដូចមិនចឹងទេហើយតិចណាហើយគួរតែបន្តបែបហ្នឹងទៅដល់ពេលណាទៀតណាដូចថាយើងយកគ្នាជាសត្រូវអញ្ចឹងណាអានេះទាំងអស់គ្នាសូម្បីតែអ្នកនយោបាយក្តីក៏ដោយអីក៏ដោយឥឡូវខ្ញុំកណាវែងឆ្ងាយបន្តិចទៅឥឡូវរឿងអ្នកនយោបាយទាំងអស់គ្នាគឺសឹកសឹងតែជាអ្នកស្នេហាជាតិដូចគ្នាទេគ្រាន់តែថាវាខុសការគិតគ្នាទៅក៏បែងជាមួយពួកពីរពួកបីពួកអញ្ចឹងដែរប៉ុន្តែទាំងអស់គ្នាសឹកសឹងតែជាខ្មែរទាំងអស់គ្នាសឹកសឹងតែមានបេះដូងចង់ឲ្យចម្រុងចម្រើនរុងរឿងដូចគ្នាទេមិនមែនជាសត្រូវស៊ូពូទេអញ្ចឹងតួជាតស៊ូគ្នាយ៉ាងណាក៏ដោយក៏សូមឲ្យតស៊ូប្រកបដោយគុណធម៌ដោយសុជីវធម៌អីចឹងទៅកុំឲ្យភ្លេចខ្លួនរហូតធ្វើខ្លួនឲ្យកើតជាប្រមាថយោណាតែឆ្លោះតោះតែងគ្នាមើលតែសត្រូវពីជាតិណាហ្នឹងគឺថាកុំអីហើយបើបន្តបែបហ្នឹងទេគឺថា
កុំសង្ឃឹមថាចម្រើននោះមិនចម្រើនទេមានតែវិន័យមានតែបែកបាក់លោកហើយអស់ជនជាតិនឹងគេក៏គ្មានជនជាតិណាល្អគ្រប់10គ្រប់20ដែរសត្វតែមានអ្នកអាក្រក់អ្នកលំបាកអ្នកលំបិនអ្នកខុសអ្នកត្រូវអញ្ចឹងដូចតែគ្នាហ្នឹងដូចតែយើងអញ្ចឹងដែរហ្នឹងគ្រួសារអ្នកមានក៏ដោយចេះឆ្លោះគ្នាដែរចេះទេគ្រួសារអ្នកក្រចេះឆ្លោះគ្នាទេគ្រួសារអ្នកមានចេះចង់បានទេគ្រួសារអ្នកក្រចេះចង់បានទេប្រទេសអ្នកមានចេះអាក្រក់ទេប្រទេសអ្នកក្រចេះអាក្រក់ទេថាវាគ្មានស្រុកណាល្អទេអញ្ចឹងហើយស្រុកយើងក៏ដូចតែស្រុកគេស្រុកគេក៏ដូចតែស្រុកយើងអញ្ចឹងហើយរួមគ្នាណែស្រឡាញ់រាប់អានគ្នាទៅកុំទឹះកុំទាស់អីគ្នាដូចប៉ុនហ្នឹងអញ្ចឹងបើយើងជ្រះថ្លាមកក៏មកទៅហ្នឹងហើយបើយើងមិនជ្រះថ្លាទេក៏នៅឲ្យស្ងៀមទៅបាច់ទៅទាញឲ្យតាក់មុខតាក់ក្រោយឬក៏ថាយ៉ាងនេះយ៉ាងនោះនាំតែឆ្លោះគ្នាទេហ្នឹងអញ្ចឹងទៅអញ្ចឹងរឿងទាំងអស់អត់មានអ្នកណាល្អជាងអ្នកណាទេបើយើងទាំងអស់គ្នាល្អនោះណែយើងបានងារជាព្រះហើយណែហើយព្រះនឹងទៀតសោតព្រះដែលទេវតាមានព្រមទទួលស្គាល់ផងកុំឲ្យដាក់ខ្លួនឯងណាអញ្ចឹងយើងសរុបចូលមកវិញឲ្យខ្លីគឺថាបុណ្យនេះជាបុណ្យកតញ្ញូកតវេទីរលឹកចំពោះឧបការៈគុណវិរៈសាមណៈក៏ដូចជាវិរៈឧបាសកវរៈបាសិកាពុទ្ធសាសនុបឋមមុនដែលគាត់បានចំណាយញើសឈាមកម្លាំងកាយចិត្តរបស់គាត់ក្នុងការប្ររពកសាងរក្សាការពារពុទ្ធសាសនាណាហើយយើងមកខាងក្រោយនេះបន្តការរក្សាការពារនឹងបន្តទៅទៀតពីគាត់ណាមិនមែននាំគ្នាមកជាចំណែកផ្លាញអីទេអញ្ចឹងហើយសង្ឃឹមថាអំពើរបស់យើងនេះជាអំពើដែលទទួលបានពរជ័យពីគាត់ណាមិនមែនជាអំពើដែលទទួលបដាសាពីគាត់ទេអញ្ចឹងហើយយើងបានធ្វើហើយណាឈ្មោះថាបាននៅសេចក្តីរលឹកចំពោះគុណហើយចំណែកបណ្ដាសាមុនដែលជនជាតិយើងធ្លាប់ធ្វើខុសប្រាសាទបាយ័នណាដល់ជុំវិញប្រាសាទតព្រំអីហ្នឹងជុំវិញប្រាសាទស្លឹកសីមាមួយមានពុទ្ធរូប2អង្គតាមលបងណាតាមកំផែងវាំងហ្នឹងកំផែងប្រាសាទណាប៉ុន្តែខ្មែរយើងដោយសារតែចំនួនតោះតែងគ្នាទៅដាប់ទៅឆ្លាក់ពុទ្ធរូបហ្នឹងចោលអស់ហើយមិនដឹងប្រមាណម៉ឺនអង្គប្រមាណលានអង្គទៅចង់ហើយបណ្ដាសាហ្នឹងមិនដឹងឲ្យត្រូវមកដល់យើងប្រមាណចំនួនស្រួលយើងឯហ្នឹងសើធ្លាប់តែដាប់ដែរបើចឹងតែជាតិមុនកាលនោះជាខ្មែរបែបធ្លាប់គេបជាឲ្យទៅសែងព្រះទម្លាក់ទឹកដែរមិនបាច់ចាំនិយាយឲ្យដល់តែប្រមាណពាន់នោះឆ្ងាយនិយាយត្រឹមកាលខ្មែរក្រហមពីណាធ្លាប់បញ្ជូនព្រះទម្លាក់ទឹកខ្លះបើមិនហ៊ានលើកដៃទេចង់មិនចង់គឺថាធ្វើតាមគេសិនណាមានអញ្ចឹងទេហ៎មានដឹងអញ្ចឹងទេណាបែបក្នុងរោងហ្នឹងមានអ្នកណាធ្លាប់បញ្ជូនទៅតម្លាក់ទឹកអីដែរហើយមានអ្នកធ្លាប់បញ្ជូនទៅតម្លាក់ដងអីខ្លះដែរហើយហ្នឹងទាំងអស់ហ្នឹងសត្វតែជាបាបកម្មដែលយើងធ្លាប់ធ្វើមករួមគ្នាអញ្ចឹងហើយដូចតែប្រទេសយើងវាអភ័ព្វហ្នឹងហើយកិច្ចទៅកិច្ចមកត្រូវតែគ្នាឯងឆ្លោះទៅឆ្លោះមកឆ្លោះតែគ្នាឯងជេរទៅជេរមកជេរតែគ្នាឯងប្រអាប់ទៅប្រអាប់មកប្រអាប់តែគ្នាឯងចុងក្រោយសឹកតែគ្នាឯងបើបន្តបែបហ្នឹងទៅទៀតជាតិយើងប្រជាជនយើងរត់មិនផុតពីរឿងអភ័ព្វ
ដូចដែលធ្លាប់ជួបកន្លងមកទេដើម្បីតែកុំឲ្យជួបអញ្ចឹងទៀតត្រូវតែយើងស្រឡាញ់គ្នាឲ្យច្រើនសាមគ្គីគ្នាឲ្យច្រើនមានសេចក្តីអត់ធន់ឲ្យគ្នាឲ្យច្រើនកុំចាប់កំហុសគ្នាឲ្យច្រើនពេកអីទោសអ្នកដទៃក៏មានទោសខ្លួនឯងក៏មានព្យាយាមលះទោសកំហុសនោះអត់អោនស្អប់ឲ្យគ្នាដោយពុទ្ធភាសិតព្រះអង្គថាទានឯណាដែលស្មើដោយអភ័យទានមិនមានឡើយកុំអត់ដឹងអីអត់ឆ្លោះអត់ជាសត្រូវនឹងគ្នាសោះបើជាមើលមុខគ្នាមិនបានជេរតិចផ្ដាសាប្រមាថការទៀងគ្នាសន្សំតែពីវិរិយមិនចេះចប់មិនចេះហើយឲ្យសោយទុកតាំងពីខ្លួនឯងរហូតដល់កូនចៅជំនាន់ក្រោយតើពេលណាយើងបានលហើយខ្លួនលហើយប្រាណទៀតនេះប្រទេសយើងមានពុទ្ធសាសនាអប់រំកាយាប៉ុណ្ណឹងផងយើងនៅអត់ស្គាល់បងអត់ស្គាល់ប្អូនជេរបតិចអត់ស្គាល់បបចិត្តអត់ស្គាល់កុហកស្គាល់អ្នកមានស្គាល់ចាស់ព្រឹទ្ធាចារ្យយកតែតាមចិត្តចង់ចិត្តវោហាដែលបកកែជេរបកកែស្ដីបកកែបន្ទោសបកកែបង្អាប់បង្កើតជារឿងជារាវឌឺដងផ្លែផ្កាគ្នាមិនចប់មិនហើយធ្វើឲ្យតែសន្សំរឿងក្តៅក្រហាយក្នុងចិត្តរៀងខ្លួនតែបានអីមកវិញឬក៏គ្រាន់តែបានរស់មួយកាពះប៉ុន្តែសុខចិត្តហាយទ្រុងខ្លួនឯងឲ្យក្អែកចាំចោះចាំចាក់ចាំរុកចាំឆ្កឹះចាំឆ្កៀលអត់អាណិតពូជសាសខ្លួនឯងទៅទេអីមើលលោកអ្នកខ្មែរហើយហ្នឹងហើយជាតិគេអាណិតជាតិគេខំប្រឹងជួយណាស់ជួយទាំងលើកទឹកចិត្តជួយទាំងថែរក្សាការពារប៉ុន្តែយើងមិនចូលចិត្តតែឆ្លោះគ្នាតោះតែងគ្នាមនុស្សចេះមិនគ្រប់គ្នាទេមានជំនាញរឿងខ្លួនបើគេបកកែជំនាញអីយើងសាទរជំនាញនឹងទៅឲ្យតែត្រឹមត្រូវតាមច្បាប់យើងកុំលុកដៃទៅចេះគ្រប់រឿងពេកទុកឲ្យគេចេះខ្លះផងហ្នឹងហើយបើនាំគ្នាទៅចេះវែកញែកវិនិច្ឆ័យពេកទៅមេធាវីខំរៀនមួយឆ្នាំអ្នកច្បាប់អស់ច្រើនណាស់អត់ការងារធ្វើមិនខានទេណាតាមទូរស័ព្ទអីកុំនាំគ្នាធ្វើតឡាការច្រើនពេកសាលាដំបងតាមខេត្តមួយមានទេប្រធានតឡាការអីហ្នឹងហើយបើចង់រិះគន់ក៏រិះគន់ទៅប៉ុន្តែធ្វើម៉េចកុំជន់បន្លិចឲ្យអាប់យុះខ្មែរគ្នាឯងព្រោះកុំភ្លេចថាខ្លួនឯងក៏ខ្មែរហ្នឹងហើយណិតទេអាណិតជាខ្លួនឯងខ្លះណាដល់ថ្ងៃហ្នឹងហ្នឹងហើយបើជាតិសុខហើយសងំជួយគ្នាឲ្យសុខតទៀតកុំចេះតែចាក់រុកឆ្កឹះឆ្កៀលនាំឲ្យកើតតែវិវាទយ៉ាងដែរហើយអ្នកដែលធ្វើណាទាំងវើទាំងឡាយទាំងពួងហ្នឹងគឺថាក៏បីគិតផងដែរកុំឲ្យធ្វើម៉េចធ្លាក់អាប់អោនតម្លៃជាតិសាសន៍យើងឲ្យសោះជួយប្រទេសណាក៏គេមានគ្រឿងសង្វឹងដែរប៉ុន្តែគេមិនពិសាដូចយើងពេកទេគេស្គាល់កន្លែងហ្នឹងហើយប្រទេសណាក៏គេមានមនុស្សអាក្រក់ដែរប៉ុន្តែអាក្រក់យ៉ាងណាក៏គេនៅតែស្គាល់ជាតិសាសន៍ខ្លួនឯងអញ្ចឹងណាអញ្ចឹងហើយសូមឲ្យយើងចេះរួបរวมសាមគ្គីគ្នាមានចិត្តអធនឲ្យច្រើនហើយចម្រើនសេចក្តីល្អឲ្យរឿយដើម្បីជាសេចក្តីសុខដល់ខ្លួនយើងផងជាសេចក្តីសុខដល់កូនចៅយើងជំនាន់ក្រោយផងជាសុខដល់ប្រទេសជាតិយើងផងឲ្យបានជាងវែងតរៀងទៅមានប៉ុណ្ណឹងទេចោះ